សួស្តីទាំងអស់គ្នាវិលមកជួប admin SN សាជាថ្មីនៅក្នុងការសម្រាយរឿង BL ចិនមួយដែលរឿងហ្នឹងខ្ជិះខ្ជួតខ្លាំងមែនតើ admin សូមដាក់ចំណងជើងជាខ្មែរថាសត្រូវកំពូលស្នេហ៍អញ្ចឹងកុំឲ្យខាត់ពេលយូរយើងមកស្ដាប់ការសម្រាយទាំងអស់គ្នាដើមក្បាលសាច់រឿងដំបូងគឺថាចេញលបងថប់ដល់សង្ហារបស់យើងតែម្ដងដែលឈ្មោះរបស់គាត់មានឈ្មោះថា Fu Si មានអាយុ27ឆ្នាំគឺជាអ្នកគ្រប់គ្រងដ៏វ័យក្មេងម្នាក់ខាងផ្នែកទីផ្សារឲ្យក្រុមហ៊ុនមួយនិយាយទៅកូនប្រុសរបស់យើងគឺចេញមកគឺជឿជាក់លើសម្រស់របស់គេសាហាវតែម្ដងដោយសារតែឃើញស្រីមើលមកគាត់លក្ខណៈថាបែបប្រុសស្អាតណាតែចៃដន្យអីគឺគេមិនបានមើលគាត់ទេគឺមើលកូនស្រីរបស់យើងអានេះវិញទេអញ្ចឹងកូនស្រីរបស់យើងគឺមានឈ្មោះថាចឹងណៃហើយគឺជាសត្រូវស្លាប់រស់ជាមួយនឹងតួថប់របស់យើងតែម្ដង Fu Si ហ្នឹងគឺគាត់ស្អប់ចឹងណៃហ្នឹងជាទីបំផុតហើយ Fu Si ហ្នឹងគឺខកមែនតើស្អប់ចឹងណៃហ្នឹងមិនមែនដោយសារអីទេណាគឺដោយសារតែគេហ្នឹងបកាយជាងខ្លួនទីណាក៏ដោយឲ្យតែមានចឹងណៃគឺគាត់អាចបានលេខ1ទេគឺដឹងតែចឹងណៃលេខ1ហើយគាត់ហ្នឹងលេខ2ហើយអ្នកទាំងពីរហ្នឹងគឺតែងតែមានការប្រកួតប្រជែងគ្នាជានិច្ចរវាង Fu Si និងចឹងណៃគឺពួកគាត់ស្គាល់គ្នាតាំងពីរៀននៅវិទ្យាល័យមកម្លេះហើយក៏ជាសត្រូវគ្នាតាំងពីនោះមកដែរចំណុចចាប់ផ្ដើមដែលធ្វើឲ្យ Fu Si អត់ចូលចិត្តចឹងណៃហ្នឹងគឺដោយសារតែ Fu Si គឺតែងតែជាសិស្សបកាយជាងគេបំផុតនៅក្នុងសាលារបស់គាត់នៅពេលដែលគាត់រៀននៅវិទ្យាល័យប៉ុន្តែអ្វីៗត្រូវបានប្រែប្រួលអស់នៅពេលដែលចឹងណៃបានផ្ទេរមកសាលារបស់គាត់អញ្ចឹងអ្នកដែលលេខ1គឺជាចឹងណៃម្ដងហើយគាត់នឹងត្រឹមតែជាលេខ2ទេពីណាគេខ្លះដោយ Fu Si គ្រាន់តែគេរៀនបកាយជាងខ្លួនសោះហ្នឹងក៏ស្អប់គេដែរហើយពួកគាត់ទាំងពីរនាក់ហ្នឹងមិនមែនត្រឹមប្រកួតប្រជែងថ្នាក់វិទ្យាល័យទេសូម្បីតែរៀនដល់មហាវិទ្យាល័យហើយហ្នឹងក៏ពួកគាត់នៅតែធ្វើការប្រកួតប្រជែងគ្នាដែរគឺការប្រកួតប្រជែងគ្នាក្នុងការដណ្ដើមតំណែងគឺជាប្រធានសមាគមនិស្សិតហើយជាលទ្ធផលគឺ Fu Si ហ្នឹងគឺគាត់ចាញ់ទៀតហើយដោយសារតែ Fu Si ហ្នឹងទទួលបានសម្លេងឆ្នោតតែ170ទេរីឯចឹងណៃទទួលបានសម្លេងឆ្នោតដល់ទៅ171និយាយទៅខុសគ្នាតែមួយគត់ហើយហេតុតែជានិស្ស័យអ្នកទាំងអស់គ្នាហើយសូម្បីតែពេលចូលធ្វើការហ្នឹងណាក៏ធ្វើការក្រុមហ៊ុនជាមួយគ្នាដែរពេលអញ្ចឹងទៅមានការប្រកួតប្រជែងគ្នាទៀតនិយាយទៅគឺនិស្ស័យច្បាស់កន្លែតហ្មងដោយពាក្យចាស់ខ្មែរយើងថាអត់ខុសមែនស្អប់ណាស់ជប់ណាស់គឺត្រឹមត្រូវមែនតែនចឹងណៃរបស់យើងតំណែងរបស់គាត់ក៏មិនតូចដែរគាត់គឺជាប្រធានគ្រប់គ្រងផ្នែក technology ហើយឥឡូវហ្នឹងកូនប្រុសស្រីរបស់យើងទាំងពីរនាក់កំពុងធ្វើការប្រកួតប្រជែងគ្នាមួយគឺប្រកួតប្រជែងក្នុងការដណ្ដើមតំណែងជា director Fu Si គឺគាត់បានតាំងចិត្តខ្លាំងមែនតើថាការប្រកួតប្រជែងមួយហ្នឹងគឺគាត់ត្រូវតែឈ្នះដោយសារតែការមុនហ្នឹងគឺគាត់ចាញ់ចឹងណៃរហូតហើយម្នាក់ស្រីនេះគឺមានឈ្មោះថាចឹងយ៉ាវគឺជាក្រាស់របស់ Fu Si ហើយតែជាក្រាស់អ្នកទាំងអស់គ្នាហើយគេដើរធម្មតាសងប៉ុន្តែសម្លឹងមើលគេមកឡើងចាញ់ចាំងហ្មងណារីឯ Fu Si វិញបើសម្លឹងក្រាស់និយាយពីអាញឹមអញែមមុខរីកដូចក្របជីហើយបើសម្លឹងចឹងណៃកូនស្រីរបស់ admin វិញនិយាយពីថាមុខដូចត្រូវក្របបែកហើយការដែលអ្នកទាំងអស់គ្នាឃើញមិញហ្នឹងវាគ្រាន់តែជាការសម័យរបស់ Fu Si ទេការពិតឡើងអត់មានចឹងសោះចឹងយ៉ាវនាងគ្រាន់តែយកកាហ្វេឲ្យ Fu Si ធម្មតាសោះ Fu Si គិតឡើងដល់ណាដល់ណៃបាន Fu Si គាត់គិតថាចឹងយ៉ាវយកកាហ្វេឲ្យគាត់ហ្នឹងគឺជាកាហ្វេពិសេសហើយគាត់គិតថាចឹងយ៉ាវហ្នឹងក៏ស្រឡាញ់គាត់ដែរប៉ុន្តែដោយសារតែចឹងយ៉ាវជាស្រីចឹងហើយនាងអត់សារភាពទេហើយការពិតទៅគឺវាអត់មែនបែបហ្នឹងឯងអ្នកទាំងអស់គ្នាគឺចឹងយ៉ាវហ្នឹងនាងទិញកាហ្វេហ្នឹងឲ្យបុគ្គលិកនៅក្នុងក្រុមហ៊ុនទាំងអស់ហ្នឹងឯងប៉ុន្តែដោយសារតែ Fu Si យើងក្រាស់គេអញ្ចឹងហើយក៏រវើរវាយគិតតែឯងទៅលក្ខណៈថានៅពេលដែលយើងក្រាស់អ្នកណាម្នាក់គេធ្វើអំពើល្អដាក់យើងធម្មតាសោះប៉ុន្តែយើងហ្នឹងបែរជាគិតដល់ណាដល់ណីហើយអញ្ចឹងហើយ Fu Si ក៏បានសម្រេចចិត្តថាសារភាពទៅកាន់ចឹងយ៉ាវដោយសារតែចឹងយ៉ាវនិងចឹងណៃគឺពួកគាត់មានតកោដូចគ្នាផ្ដាំដល់អក្សរជេទៅធ្វើឲ្យ Fu Si ហ្នឹងមានការភ័ន្តច្រឡំគឺគាត់ផ្ញើសារគោលបំណងផ្ញើសារទៅឲ្យចឹងយ៉ាវប៉ុន្តែចៃដន្យអី account ដែលគាត់ផ្ញើសារទៅហ្នឹងគឺជារបស់ចឹងណៃនៅពេលដែលគាត់ឃើញសារភាពរបស់ Fu Si ហ្នឹងគឺគាត់មានការងឿឆ្ងល់ខ្លាំងមែនតើហេតុអីបានជា Fu Si សុកមកសារភាពដាក់គាត់អញ្ចឹងណាដល់ពេលហើយគាត់ក៏សម័យទៅដល់អតីតកាលថាហេតុអីបានជា Fu Si ហ្នឹងចូលចិត្តមកប្រកួតប្រជែងជាមួយគាត់ម៉េះគាត់គិតថាប្រហែលជា Fu Si ចូលចិត្តមកញ៉ៃជាមួយគាត់ហ្នឹងព្រោះតែ Fu Si ហ្នឹងលួចស្រឡាញ់គាត់ហើយមើលទៅប៉ុន្តែគាត់ក៏មិនបានគិតខ្វល់តបសារហ្នឹងអីទៅវិញដែរបកមកកាន់ Fu Si វិញពេលហ្នឹងគាត់កំពុងតែម៉ូម៉ៅដោយសារតែមកដល់ពេលហ្នឹងហើយគាត់អត់ទាន់ទទួលបានព័ត៌មានពីអតិថិជនដែលគាត់ត្រូវទំនាក់ទំនងជាមួយទេហើយមូលហេតុដែលគាត់មិនទាន់ទទួលបានព័ត៌មានពីអតិថិជនហ្នឹងគឺដោយសារតែខាងក្រុមការងាររបស់ចឹងណៃហ្នឹងគឺពជាពេលការផ្ដល់ព័ត៌មានហ្នឹងមកឲ្យខាងគាត់ដល់ពេលអញ្ចឹងទៅ Fu Si គាត់ចាប់ផ្ដើមខឹងចឹងណៃហើយថាចឹងណៃធ្វើហ្នឹងគឺមានម្ដងហ្មងដល់ពេលអញ្ចឹងទៅគាត់បានមករករឿងចឹងណៃដើម្បីឲ្យចឹងណៃហ្នឹងផ្ដល់ឯកសារឲ្យគាត់ហ្នឹងឲ្យបានលឿនប៉ុន្តែការនិយាយរបស់គាត់ហ្នឹងរបៀបនិយាយបែបកាត់ខ្លីៗដែលធ្វើឲ្យចឹងណៃហ្នឹងមានការភ័ន្តច្រឡំចឹងណៃហ្នឹងគឺគាត់យល់ច្រឡំស្មានតែ Fu Si មកទាមទារចម្លើយដែលសារភាពមិញនិយាយទៅអ្នកទាំងអស់គ្នាគឺពីរនាក់ហ្នឹងមកខាងនិយាយគោមកខាងយល់ទៅក្បីលក្ខណៈថាអត់មានស៊ីគ្នាអីសោះហ្មងណាបន្ទាប់ពីយល់ច្រឡំគ្នាទៅវិញទៅមកដោយមិនដឹងខ្លួនហើយហ្នឹង Fu Si ហ្នឹងគាត់បានប្រពោចឹងណៃហ្នឹងទៅវាយបុកនៅថ្ងៃស្អែកជាមួយគ្នាចឹងណៃកូនស្រីយើងគាត់ធ្វើមុខស្លើជាមួយ Fu Si បន្ទាប់មកសាច់រឿងក៏កាន់មកដល់ពេលយប់ពេលហ្នឹងចឹងណៃក៏កំពុងតែវល់ហើយឆ្ងល់ចំពោះខ្លួនឯងហើយគាត់ថា Fu Si ចូលចិត្តគាត់ហើយចូលមិនបានប្រពោគាត់ទៅវាយបុកវិញ
ចង់មានន័យថាម៉េចហើយចឹងណៃរបស់យើងហ្នឹងក៏គិតប្រេះប្រាស់ទៅថាហ្វូស៊ីប្បូគាត់ទៅវាយបុកហ្នឹងប្រហែលជាហ្វូស៊ីហ្នឹងមានបំណងចង់មកបិទបៀនរាងកាយរបស់គាត់អីចឹងណាដោយសារតែការវាយបុកមិនមានប៉ះដៃប៉ះសាច់ប៉ះជើងអីចឹងបែបហ្នឹងទៅចឹងទៅក៏គិតប្រេះប្រាស់បែបហ្នឹងតែហ្មងទៅបន្ទាប់ពីកូនស្រីយើងក៏គិតឃើញប្រេះប្រាស់បែបហ្នឹងហើយហ្នឹងគាត់ក៏ប្រុងផ្ញើសារទៅកាន់ហ្វូស៊ីវិញថាគាត់នឹងអត់ទៅទេប៉ុន្តែរៀបនឹងផ្ញើសារហើយក៏គិតវិញថាហេតុអីបានគាត់ត្រូវខ្លាចបើសិនជាហ្វូស៊ីមានម្ដងចឹងមែនគឺគាត់អត់ត្រូវខ្លាចទេត្រូវតែតតាំងទៅវិញអីបែបហ្នឹងណាសាច់រឿងក៏កាន់មកដល់ថ្ងៃថ្មីពេលហ្នឹងហ្វូស៊ីក៏កំពុងតែរៀបចំទៅកន្លែងវាយបុកហ្នឹងហើយហ្វូស៊ីទៅកន្លែងវាយបុកហ្នឹងគឺគាត់មិនមែនទៅតែម្នាក់ឯងទេទាំងអស់គ្នាគឺគាត់នឹងបបួលហ្វូយ៉ាវដែលជាក្រាស់របស់គាត់ហ្នឹងទៅជាមួយដែរប៉ុន្តែអត់បានប្រាប់ចឹងណៃអំពីរឿងហ្នឹងទេមូលហេតុដែលគាត់បបួលចឹងយ៉ាវទៅដែរហ្នឹងគឺដោយសារតែគាត់ហ្នឹងចង់ឲ្យចឹងយ៉ាវហ្នឹងចូលចិត្តគាត់ថែមនៅពេលដែលចឹងយ៉ាវឃើញគាត់វាយឈ្នះចឹងណៃអីបែបហ្នឹងនេះហើយគឺជាគោលបំណងពិតរបស់ហ្វូស៊ីហើយចឹងណៃយើងឡើងគិតដល់ណាដល់ណីហើយសាច់រឿងក៏កាត់មកដល់នៅពេលដែលពួកគាត់ទាំងពីរនាក់ហ្នឹងគឺមកដល់កន្លែងដែលត្រូវទុកសម្ភារៈមុនពេលឡើងទៅវាយបុកជាមួយគ្នាហើយចឹងណៃគឺគាត់មិនគិតថាហ្វូស៊ីបបួលគាត់មកវាយបុកហ្នឹងគឺដើម្បីមកបិទបៀនប៉ះពាល់រាងកាយរបស់គាត់អីអញ្ចឹងណាដល់ពេលអញ្ចឹងទៅគាត់ចេះតែមើលមុខហ្វូស៊ីហើយភ័យហើយនៅពេលដែលគាត់ឃើញហ្វូស៊ីដោះអាវនៅមុខគាត់ចឹងទៀតណាគាត់ក៏គិតថាប្រហែលជាហ្វូស៊ីហ្នឹងចង់បង្ហាញរៀងដល់ស៊ីហ្នឹងទៅបង្ហាញគាត់ឬចង់ញ៉ាយគាត់អីនៅកន្លែងហ្នឹងហើយមើលទៅហើយគ្រាន់តែគាត់គិតបែបហ្នឹងមិនទាន់ទៅបានប្រមាណផងហ្នឹងគឺត្រូវភ្ញាក់ខ្លួនព្រឹកដោយសារតែហ្វូស៊ីហ្នឹងបានមកចិត្តគាត់ហើយគាត់ហ្នឹងចាប់ផ្ដើមមានអារម្មណ៍ថាភ័យឬតែខ្លាំងហើយនឹងមានការ nervous នៅក្នុងខ្លួនហើយដោយសារតែហ្វូស៊ីហ្នឹងកាន់តែមកគៀកកិតជាមួយគាត់ហើយលក្ខណៈរបៀបថារត់ទៅថោបអីបែបហ្នឹងអញ្ចឹងណាហ្វូស៊ីគាត់មិនមែនត្រឹមតែមកចិត្តទេគាត់ថែមទាំងនិយាយពាក្យសម្ដីស៊ីអារម្មណ៍ទៀតអញ្ចឹងទៅធ្វើឲ្យចឹងណៃបាសសក់តែម្ដងចឹងណៃគាត់ក៏បានប្រាប់ហ្វូស៊ីហ្នឹងឲ្យរងាប់អារម្មណ៍សិនទៅឥឡូវហ្នឹងពួកគាត់អត់ទាន់ត្រូវជាអីនឹងគ្នាទេអញ្ចឹងអត់គួរធ្វើរឿងបែបហ្នឹងទេហើយម្យ៉ាងវាអត់សមទេធ្វើនៅកន្លែងហ្នឹងហើយអ្នកទាំងអស់គ្នាហើយគឺចាញ់បោកចឹងណៃមួយសូនមិញអត់មានស្មានតែការពិតតាមពិតការសម័យរបស់ចឹងណៃសោះអីហើយកូនឲ្យដល់សម័យដល់ថ្នាក់ហ្នឹងបន្ទាប់មកពួកគាត់ទាំងពីរក៏បានមកដល់សៃវៀនសម្រាប់ធ្វើការប្រយុទ្ធក្នុងកំណត់ហ្វូស៊ីពេលហ្នឹងគាត់កំពុងគិតដល់ចឹងយ៉ាវដោយសារតែចឹងយ៉ាវគឺនាងអត់ទាន់មកទេប៉ុន្តែគឺគាត់អត់ខ្វល់ទេគឺគាត់នឹងចង់វាយចឹងណៃមុនសិនរីឯក្នុងកំណត់ចឹងណៃវិញឲ្យផ្ទុយសាឡាគាត់គិតថាប្រសិនបើហ្វូស៊ីពិតជាចង់កេងចំណេញលើរាងកាយរបស់គាត់មែនណាគឺនៅកន្លែងហ្នឹងគឺមានកាមេរ៉ាអញ្ចឹងកាមេរ៉ានឹងថតសកម្មភាពនឹងទាំងអស់ហើយគាត់នឹងយកភស្តុតាងហ្នឹងទៅប្តឹងប៉ូលីសបន្ទាប់ពីម្នាក់មានកំណត់នៅក្នុងខ្លួនរៀងខ្លួនហើយហ្នឹងពួកគាត់ក៏ចាប់ផ្ដើមធ្វើការប្រយុទ្ធគ្នាតែម្ដងហ្វូស៊ីគឺគាត់សម្រុកយកចង់ទៅវាយចឹងណៃឲ្យត្រូវទេដោយសារតែគាត់ស្អប់ចឹងណៃផងប៉ុន្តែចឹងណៃរបស់យើងវិញគឺអត់តន់តបតអ្នកទាំងអស់គ្នាគ្រាន់តែគាត់កិច្ចអីអញ្ចឹងហើយនៅពេលដែលពួកគាត់បន្តវាយហ្នឹងហ្វូស៊ីគាត់ច្រឡំទាញអាវរបស់ចឹងណៃដល់ពេលចឹងណៃកំពុងតែគិតថាហ្វូស៊ីមានបំណងអាក្រក់លើគាត់ផងគាត់ក៏មានការភ្ញាក់ផ្អើលហើយក៏ច្រឡំទាញហ្វូស៊ីហ្នឹងឲ្យមកដួលលើគាត់ហើយការដួលហ្នឹងមិនមែនជាដួលបែបធម្មតាទេគឺធ្វើឲ្យមាត់របស់ពួកគាត់ទាំងពីរហ្នឹងបានប៉ះគ្នាហើយម្នាក់ហ្នឹងបើកភ្នែកឡើងប៉ិនពងមាន់ដោយសារតែការភ្ញាក់ផ្អើលហើយចៃដន្យអីអ្នកទាំងអស់គ្នាពេលហ្នឹងចឹងយ៉ាវហ្នឹងក៏បានមកឃើញហេតុការណ៍ហ្នឹងផ្ទាល់ភ្នែកតែម្ដងចឹងយ៉ាវគឺនាងសប្បាយចិត្តខ្លាំងមែនទែនដោយសារតែនាងហ្នឹងគឺជា fan BL ហើយពីរនាក់ហ្នឹងគឺត្រូវបានចឹងយ៉ាវហ្នឹងស៊ីបតាំងពីយូរហើយនៅពេលដែលយើងឃើញមនុស្សដែលយើងស៊ីបឲ្យមកថើបគ្នាពិតបែបហ្នឹងសួរទៅថាតើចឹងយ៉ាវមានអារម្មណ៍សប្បាយចិត្តកម្រិតណាហ្វូយ៉ាវនាងក៏បានយកទូរស័ព្ទហ្នឹងថតរូបភាពហ្នឹងទុកទៀតដើម្បីឲ្យមិត្តភក្តិរបស់នាងនៅក្នុងក្រុមហ៊ុនហ្នឹងបានឃើញដែររីឯហ្វូស៊ីនេះវិញពេលហ្នឹងគឺគាត់ទៅខំគិតក្នុងចិត្តថាគឺពិតជាសំណាងល្អខ្លាំងមែនទែនដែលចឹងយ៉ាវហ្នឹងអត់ទាន់មកហើយបានឃើញហេតុការណ៍ហ្នឹងតែគាត់អត់ដឹងទេថាចឹងយ៉ាវបានឃើញហើយថែមទាំងថតរូបទុកទៀតរីឯចឹងណៃវិញពេលហ្នឹងគឺគាត់ស្លើអស់ហើយដោយសារតែស្នាមថើបដំបងត្រូវគេលួចយកទៅបាត់ហើយសាច់រឿងក៏កើតមកដល់ថ្ងៃថ្មីពេលហ្នឹងចឹងណៃគឺគាត់នឹងចាប់ផ្ដើមរវើរវាយគិតដល់ហេតុការណ៍ដែលបានកើតឡើងកាលពីម្សិលមិញហើយកំពុងតែគិតស្លងបានបន្តិចហ្នឹងគាត់ក៏បានព្យាយាមទាញខ្លួនឯងឲ្យមានស្មារតីត្រឡប់មកវិញហើយគាត់នឹងកំពុងគិតថាប្រសិនបើគាត់យកភស្តុតាងពីកាមេរ៉ាសុវត្ថិភាពដែលហ្វូស៊ីកេងចំណេញលើគាត់ដោយការថើបនឹងទៅគម្រាមហ្វូស៊ីអញ្ចឹងតំណែងជា director ហ្នឹងច្បាស់ជាបានមកលើគាត់ហើយប៉ុន្តែភ្លាមហ្នឹងគាត់ក៏បានដូរចិត្តវិញហើយលុបវីដេអូដែលគាត់ទទួលបានពីកាមេរ៉ាសុវត្ថិភាពហ្នឹងចេញទៅដោយសារតែគាត់គិតថាប្រហែលជាធ្វើបែបហ្នឹងវាមិនត្រឹមត្រូវនិងមិនយុត្តិធម៌អីបែបហ្នឹងឲ្យមើលទៅហើយចាប់ពីថ្ងៃហ្នឹងមកអ្នកទាំងអស់គ្នាមិនថាហ្វូស៊ីធ្វើអីទេគឺចឹងណៃហ្នឹងគឺតែងតែលួចមើលសកម្មភាពដែលហ្វូស៊ីហ្នឹងធ្វើរហូត 100% គឺចឹងណៃបានធ្លាក់ក្នុងលងស្នេហ៍ហ្វូស៊ីបាត់ទៅហើយបន្ទាប់មកសាច់រឿងក៏កាត់មកដល់ថ្ងៃថ្មីហ្វូស៊ីហ្នឹងកំពុងតែនិយាយទូរស័ព្ទជាមួយថ្នាក់លើរបស់គាត់ហើយថ្នាក់លើរបស់គាត់ហ្នឹងកំពុងតែបលឿនទាមទារការងាររបស់ហ្វូស៊ីហ្នឹងឲ្យបកគលទៅឲ្យប៉ុន្តែហ្វូស៊ីគឺគាត់អត់ទាន់មកបកគលទៅឲ្យទេហើយគាត់សុំគេហ្នឹងពជាពេលរយៈពេល3ថ្ងៃគឺគាត់នឹងបកគលការងារហ្នឹងទៅឲ្យហើយមូលហេតុដែលគាត់យឺតការងារហ្នឹងគឺដោយសារតែក្រុមការងារចឹងណៃនឹងឯងអត់ទាន់ផ្ដល់ព័ត៌មានអតិថិជនទៅឲ្យគាត់ទេអញ្ចឹងហើយហ្វូស៊ីក៏បានមករកចឹងណៃដើម្បីទាមទាររកឯកសារហ្នឹងតែម្ដងគាត់មកប្រាប់ចឹងណៃថាគឺគាត់នឹងលែងទ្រាំបានហើយគឺគាត់នឹងឲ្យពេលចឹងណៃហ្នឹងតាមមួយអាទិត្យទេដើម្បីរៀបចំរឿងគ្រប់យ៉ាងរីឯចឹងណៃអានេះវិញហ្វូស៊ីកំពុងតែនិយាយរឿងការងារសុកហ្នឹងគាត់នឹងក៏បែរមើលទៅការនិយាយរបស់ហ្វូស៊ីហ្នឹងពីពេញដោយភាពដែលគួរឲ្យស្រឡាញ់ធ្លាក់ក្នុងអន្លង់ស្នេហ៍អីបែបហ្នឹងហ្វូស៊ីហ្នឹងនិយាយទៅអារម្មណ៍ចឹងណៃហ្នឹងឡើងដល់ឋានប្អិនបាត់ទៅហើយនិយាយទៅមើលមាត់
គេផងហើយសម័យដល់វគ្គដែលគាត់នឹងថើបគ្នាជាមួយនឹង Fusi ទៀតចាប់បដ កូនស្រីខ្ញុំ Fusi ក៏សង្កេតឃើញថាចឹងណៃភ្លឹកភ្លឹកហើយហាក់មិនស្ដាប់អ្វីដែលគាត់និយាយអញ្ចឹងទៅគាត់ក៏បានស្រែកដាក់ចឹងណៃនៅពេលដែលត្រូវគេស្រែកដាក់គាត់នឹងក៏ដាច់អាការសម័យមិញនឹងអស់ទៅ Fusi ក៏បានបញ្ជាក់ទៅកាន់ចឹងណៃថានៅថ្ងៃស្អែកហ្នឹងគឺត្រូវតែបកគលព័ត៌មានគ្រប់យ៉ាងពីក្រុមហ៊ុនមីងយ៉ុងនឹងយកមកឲ្យគាត់ទាំងអស់ចឹងណៃក៏ឆ្លើយទៅទាំងតែការពិតហ្នឹងគឺគាត់អត់ដឹងទេថា Fusi នឹងកំពុងនិយាយពីអី Fusi ក៏មានការងឿងឆ្ងល់ដែរដោយសារតែចឹងណៃយល់ព្រមជាមួយគាត់ភ្លាមដោយសារតែរាល់ដងហ្នឹងគឺថាស៊ីសាច់ឆុតឈាមគ្នា Fusi ក៏មិនគិតច្រើនអីដែរគាត់ថាឲ្យចឹងណៃថាបើថ្ងៃស្អែកអត់បានទេគឺដឹងតែចឹងណៃនឹងត្រូវរបស់គាត់ហើយគាត់នឹងក៏ចាក់ចេញទៅចឹងណៃនៅពេលដែល Fusi ចាក់ចេញទៅនឹងគាត់ក៏បានព្យាយាមទាញស្មារតីខ្លួនឯងនឹងឲ្យត្រឡប់មកវិញកុំឲ្យរវើរវាយអញ្ចឹងទៀតបកមកកាន់ចឹងយ៉ាងនេះវិញនាងកំពុងតែនិយាយរឿងរ៉ាវដែលនាងបានឃើញនឹងទៅប្រាប់មិត្តរួមក្រុមរបស់នាងហើយនាងកំពុងតែគិតថាពីរអ្នកនឹងប្រហែលជាលួចស្រឡាញ់គ្នានឹងតាំងពីយូរណាស់មកហើយបីអ្នកគ្នាគេនឹងគឺសិតតែ fan BL ដូចតែអ្នកទាំងអស់គ្នានឹងឯងខណៈពេលដែលបីអ្នកនឹងកំពុងជជែកគ្នានឹង Fusi នឹងក៏បានមើលពីជាន់ខាងលើមកបីអ្នកគ្នាគាត់នឹងក៏មានការអៀនទៅដោយសារតែកំពុងតែនិយាយដើមគេហើយម្ចាស់គេដើរមកអីបែបហ្នឹងហើយព្រោះតែបែបហ្នឹងទៅធ្វើឲ្យ Fusi នឹងយល់ច្រឡំទៀតហើយគឺគាត់យល់ច្រឡំថាចឹងយ៉ាងនឹងលួចស្រឡឹងមកកាន់គាត់ហើយមូលហេតុដែលនាងមិនទាន់ឆ្លើយតបការសារភាពរបស់គាត់នឹងគឺដោយសារតែនាងអៀនហើយនាងនឹងរងចាំមើលថាគាត់នឹងមានសកម្មភាពមិនតគឺខ្លះតែគាត់មានដឹងណាថាចឹងយ៉ាងហើយនឹងគ្នាគាត់ពីរអ្នកទៀតនឹងកំពុងតែស៊ីបគាត់ជាមួយនឹងចឹងណៃហើយពួកគាត់នឹងកំពុងតែសប្បាយចិត្តដោយសារការស៊ីបរបស់ពួកគាត់នឹងគឺជោគជ័យសាច់រឿងក៏កើតមកដល់ថ្ងៃថ្មី Fusi នឹងបានចាប់ផ្ដើមធ្វើសកម្មភាពរបស់គាត់បន្ថែមឲ្យដើម្បីឲ្យចឹងយ៉ាងនឹងឆ្លើយតបការសារភាពរបស់គាត់គឺគាត់នឹងបានឲ្យកាដូមកកាន់ចឹងយ៉ាងនឹងនាងក៏ឆ្ងល់តើ Fusi នឹងឲ្យកាដូមកនាងនឹងក្នុងគោលបំណងអីគេ Fusi ក៏ប្រាប់ទៅថាគាត់ទិញកាដូនឹងគឺជាពិសេសនឹងឲ្យចឹងយ៉ាងហើយគាត់គិតថាចឹងយ៉ាងនឹងគូតែដឹងពីកំណត់របស់គាត់ហើយថាចង់ធ្វើអីរីឯចឹងយ៉ាងនឹងនាងក៏យល់ច្រឡំថា Fusi ឲ្យកាដូនឹងគឺក្នុងគោលបំណងនឹងគឺឲ្យនាងនឹងយកកាដូនឹងទៅឲ្យចឹងណៃដោយសារតែ Fusi នឹងគឺអៀនអត់ហ៊ានយកកាដូនឹងទៅឲ្យចឹងណៃដោយផ្ទាល់បន្ទាប់ពីនាងគិតឃើញអញ្ចឹងហើយនាងក៏ប្រាប់ Fusi ទៅថានាងនឹងគឺយល់ហើយបន្ទាប់មកនាងក៏បានយកកាដូនឹងមកឲ្យចឹងណៃទាំងសប្បាយចិត្តហើយប្រាប់ចឹងណៃថាកាដូនឹងមកពី Fusi ហើយមិនមែនមកកាដូទេអ្នកទាំងអស់គ្នាគឺច្រើនកាដូខ្លាំងមែនតើគឺគាត់ឲ្យរាល់ថ្ងៃតែម្ដងចឹងណៃនៅពេលដែលគេបកគលកាដូឲ្យគាត់ដល់តុហើយគាត់ចេះតែយកទៅប៉ុន្តែគឺគាត់អត់ដែរខ្វល់ថាកាដូក្នុងនឹងមានអីគេទេប៉ុន្តែពេលមួយហ្នឹងគាត់ក៏មានចិត្តចង់ដឹងថាតើក្នុងកាដូហ្នឹងគឺជាអីគេគាត់ក៏បានស្រាយកាដូមួយនឹងដើម្បីមើលប៉ុន្តែស្រាយមិនទាន់មើលដឹងថាក្នុងកាដូហ្នឹងគឺអីហងហ្នឹងគាត់ក៏ឈប់មើលវិញនិយាយទៅកូនស្រីរបស់យើងដូរចិត្តលឿនខ្លាំងមែនតើហើយអាកាដូទាំងអស់ហ្នឹងធ្វើឲ្យគាត់ហ្នឹងទៅចិត្តខ្លាំងមែនតើប៉ះពាល់ដល់ការធ្វើការរបស់គាត់ទៀតអារម្មណ៍នៅតែជាមួយកាដូហ្នឹងដល់ពេលអញ្ចឹងទៅគាត់ក៏បានប្រមូលកាដូទាំងអស់ហ្នឹងដាក់ធុងសម្រាមដើម្បីកុំឲ្យកាដូទាំងអស់ហ្នឹងប៉ះពាល់ដល់អារម្មណ៍របស់គាត់ទៀតហើយចៃដន្យនៅពេលដែលគាត់ប្រមូលកាដូទាំងអស់ដាក់ធុងសម្រាមហើយដើរចេញទៅហ្នឹងអ្នកប្រមូលសម្រាមក៏មកប្រមូលសម្រាមនឹងល្មមអ្នកប្រមូលសម្រាមគាត់ក៏បានចាក់កាដូទាំងអស់ហ្នឹងក្នុងថង់សម្រាមយកទៅចោលទៅហើយអាសម្រាមដែលគេប្រមូលមិញអ្នកទាំងអស់គ្នាឡើងអត់តំណងគឺគេយកមកទុកកន្លែងចណ្ដើរយន្ត Fusi នៅពេលដែលគាត់មកប្រើចណ្ដើរយន្តដើម្បីឡើងទៅក្រុមហ៊ុនហ្នឹងគាត់ក៏បានឃើញសម្រាមមួយហ្នឹង Fusi ក៏បានវាយសម្រាមហ្នឹងទៅឃើញសិតតែកាដូរបស់គាត់ហើយគាត់ហ្នឹងយកច្រឡំថាកាដូទាំងអស់ហ្នឹងត្រូវបានចោលដោយចឹងយ៉ាវហើយទឹកមុខគាត់ហ្នឹងគឺបង្ហាញថាគាត់ហ្នឹងពិតជាខូចចិត្តខ្លាំងមែនតើជួនជាចៃដន្យពេលហ្នឹងចឹងណៃក៏បានដើរមកដែរហើយគាត់ហ្នឹងក៏បានឃើញថា Fusi ហ្នឹងកំពុងតែពិបាកចិត្តរឿងកាដូដែលគាត់បោះចោលហ្នឹងបន្ទាប់មកសាច់រឿងក៏កាត់មកដល់នៅពេលដែលចឹងណៃហ្នឹងចេញពីធ្វើការហើយគាត់ហ្នឹងកំពុងតែដើរលេងតាមដងទន្លេជួនជាចៃដន្យពេលហ្នឹងគាត់បានជួប Fusi ហើយពេលហ្នឹងគាត់ស្រឡឹងទៅឃើញ Fusi កំពុងតែយកដៃហ្នឹងមើលទៅហាក់ដូចជាកំពុងតែជូតទឹកភ្នែកអញ្ចឹងទៅគាត់ក៏គិតថាប្រហែលជា Fusi ហ្នឹងកំពុងតែយំហ្នឹងដោយសារតែគាត់ហ្នឹងបោះកាដូដែល Fusi ឲ្យគាត់ហ្នឹងទៅក្នុងធុងសម្រាមហើយបន្តិចក្រោយមកគាត់ក៏ឃើញ Fusi ហ្នឹងឡើងលើប្រកាន់ដៃគាត់គិតថា Fusi ប្រុងលោសម្រាប់ខ្លួនអញ្ចឹងទៅគាត់ក៏ទៅខត់ Fusi ហើយគាត់ហ្នឹងក៏បានថាឲ្យ Fusi គាត់ថា Fusi ហ្នឹងល្ងងមែនគ្រាន់តែរឿងប៉ុណ្ណឹងសោះចង់សម្រាប់ខ្លួនគឺគាត់គិតថា Fusi ហ្នឹងពិបាកចិត្តហើយចង់សម្រាប់ខ្លួនដោយសារតែគាត់ហ្នឹងបោះកាដូចោលហើយតាមក៏ពិតទៅអ្នកទាំងអស់គ្នារឿងរ៉ាវគ្រប់យ៉ាងគឺចឹងណៃគិតតែឯងយកច្រឡំតែឯងការពិតគឺវាមិនអញ្ចឹងទេមូលហេតុដែល Fusi យកដៃមញីភ្នែករបស់គាត់ដែលចឹងណៃយកច្រឡំថាយំនឹងគឺមិនមែនទេគឺដោយសារតែមានសត្វអីចូលភ្នែករបស់គាត់ហើយការដែលគាត់ឡើងលើប្រកាន់ដៃហ្នឹងក៏មិនមែនគាត់ចង់សម្រាប់ខ្លួនដូចចឹងណៃយើងគិតដែរគឺដោយសារគាត់ឃើញត្រីជាច្រើននៅក្នុងទឹកហ្នឹងអញ្ចឹងហើយគាត់ចង់ឡើងលើប្រកាន់ដៃហ្នឹងដើម្បីមើលត្រីហ្នឹងឲ្យកាន់តែច្បាស់ Fusi នៅពេលដែលចឹងណៃថាអញ្ចឹងឲ្យគាត់ទៅគាត់ក៏សួរថាអ្នកណាគេចង់សម្រាប់ខ្លួនចឹងណៃគឺគាត់អត់តបទេគាត់ក៏បានសួរទៅកាន់ Fusi ថាតើ Fusi ហ្នឹងពិតជាស្រឡាញ់ដល់ថ្នាក់ហ្នឹងមែនគាត់ថាគ្រាន់តែគេបដិសេធមិនទទួលកាដូហ្នឹងក៏មិនគួរខូចចិត្តដល់ថ្នាក់
មកសម្រាប់ខ្លួនអញ្ចឹងដែរហ្វូស៊ីពេលហ្នឹងគាត់ឆ្ងល់ហេតុអីបានចឹងណៃហ្នឹងដឹងថាគាត់នឹងឲ្យកដោនឹងទៅកាន់ចឹងយ៉ាវនិយាយទៅគឺថាច្រឡំវល់ពេញនឹងហ្មងពីអ្នកហ្នឹងដល់ពេលហើយហ្វូស៊ីក៏បានថាឲ្យចឹងណៃទៅថាមិនចាំបាច់មកកំ ប្លែងជាមួយគាត់អីទេហើយគាត់នឹងក៏មិនបន្តនិយាយជាមួយចឹងណៃអីទៀតដែរក៏ចាក់ចេញទៅហើយនៅពេលដែលគាត់ចាក់ចេញទៅនឹងចឹងណៃហ្នឹងក៏បាននិយាយមកកាន់គាត់ថាតើឯងគិតថាខ្ញុំកំពុងតែកំប្លែងជាមួយឯងមែនហ្វូស៊ីលើអញ្ចឹងហើយក៏គិតគាត់ថាបើមិនកំប្លែងជាមួយគាត់ទេតើចឹងណៃនឹងអាចមកខ្វល់ពីគាត់ដោយរបៀបណាបើជាសត្រូវនឹងគ្នាអញ្ចឹងណារីឯចឹងណៃរបស់យើងណាឃើញគេធ្វើដល់ថ្នាក់ហ្នឹងហើយក៏លក្ខណៈថាបើកភ្លើងខៀវឲ្យគេទៅគាត់ថាប្រសិនបើហ្វូស៊ីនឹងពិតជាស្រឡាញ់ដល់ថ្នាក់ហ្នឹងមែនអញ្ចឹងមិនគួរបោះបង់វាដែលងាយទេគាត់ឲ្យហ្វូស៊ីនឹងព្យាយាមបន្តទៀតទៅវាអាចនឹងជោគជ័យកូនស្រីម្ដាយហើយនៅពេលដែលកូនដឹងការពិតកូនឈឺចិត្តបណ្ណាទៅនៅពេលដែលដឹងថាមនុស្សដែលគេស្រឡាញ់មិនមែនជាកូនហ្វូស៊ីនៅពេលដែលគាត់លឺអញ្ចឹងណាគាត់ក៏បកក្រោយមកនិយាយជាមួយចឹងណៃវិញគាត់សួរចឹងណៃបញ្ជាក់បន្ថែមថាបើគាត់ធ្វើអញ្ចឹងមែនតើពិតជាអាចជោគជ័យអូចឹងណៃគាត់យកច្រឡំថាហ្វូស៊ីស្រឡាញ់គាត់អញ្ចឹងហើយក៏ប្រាប់ឲ្យហ្វូស៊ីនឹងព្យាយាមទៅហាក់ដូចជាផ្ដល់ឱកាសទៅឲ្យហ្វូស៊ីបែបហ្នឹងណាហ្វូស៊ីបន្ទាប់ពីគាត់គិតមួយសន្ទុះហ្នឹងគាត់គិតថាគំនិតរបស់ចឹងណៃរបស់យើងហ្នឹងក៏ល្អម្យ៉ាងដែរអញ្ចឹងគាត់នឹងធ្វើអញ្ចឹងហើយមើលទៅពេលហ្នឹងហាក់ដូចជាហ្វូស៊ីនឹងឈប់ស្អប់ចឹងណៃហើយក៏គិតថាចឹងណៃជាមនុស្សល្អម្នាក់ដែររួចហើយគាត់ក៏និយាយល្អដាក់ចឹងណៃគាត់ថាចាំជួបគ្នានៅក្រុមហ៊ុនថ្ងៃស្អែកគឺគាត់នឹងទៅសិនហើយមុននឹងទៅនឹងផ្ទះស្មាកូនស្រីគេម្ដាយទៀតចឹងណៃពេលហ្នឹងអ្នកទាំងអស់គ្នាគឺគាត់នឹងមានអារម្មណ៍អ៊ីននិយាយទៅឲ្យទៅពេលគាត់ជួបហ្វូស៊ីគឺអារម្មណ៍អ៊ីនរបស់គាត់នឹងដឹងចេញមកហ្មងកាត់មកដល់នៅពេលដែលហ្វូស៊ីហ្នឹងគាត់កំពុងងុយទឹកហើយគាត់ងុយទឹកបដាហ្នឹងគាត់កំពុងតែគិតពីវិធីដើម្បីសារភាពស្នេហ៍ទៅកាន់ចឹងយ៉ាវហើយពេលហ្នឹងគឺគាត់គិតឃើញហើយថាត្រូវធ្វើបែបណាប៉ុន្តែគេអត់ទាន់បង្ហាញទេថាកំណត់របស់គាត់នឹងចង់ធ្វើអីបន្ទាប់មកហ្វូស៊ីហ្នឹងក៏បានមកដល់ក្រុមហ៊ុនហើយគ្រាន់តែគាត់មកដល់ក្រុមហ៊ុនភ្លាមគឺគាត់មករកចឹងណៃតែម្ដងហើយការដែលគាត់មករកចឹងណៃហ្នឹងគឺគាត់មកប្រាប់ចឹងណៃពីវិធីដែលគាត់នឹងសារភាពស្នេហ៍នឹងឯងគឺគាត់នឹងចង់ធ្វើការសារភាពនឹងនៅក្នុងក្រុមហ៊ុនហើយធ្វើវាជាសាធារណៈឲ្យអ្នកនៅក្រុមហ៊ុននឹងគឺដឹងតែម្ដងដើម្បីបង្ហាញពីចិត្តស្មោះនិងភាពស្មោះត្រង់របស់គាត់ចឹងណៃគឺគាត់យកច្រឡំហើយគាត់គិតថាហ្វូស៊ីនឹងចង់សារភាពស្នេហ៍ចំពោះគាត់នឹងជាសាធារណៈហើយគាត់នឹងក៏ប្រាប់ហ្វូស៊ីទាំងអ៊ីនថាហ្វូស៊ីចង់ធ្វើអីនឹងក៏ធ្វើទៅបន្ទាប់មកនឹងហ្វូស៊ីនឹងក៏បានសួរយោបល់ចឹងណៃទៀតហើយថាគាត់នឹងគូធ្វើអីខ្លះនៅក្នុងអាកម្មវិធីដែលគាត់ចង់សារភាពនឹងគូទៅទិញផ្កាឬទិញអីឬអត់ចឹងណៃក៏ចាប់ផ្ដើមគិតក្នុងចិត្តទៀតហើយគាត់ថាហ្វូស៊ីចង់សារភាពចំពោះគាត់ហើយមិនក៏មកសួរគាត់ផ្ទាល់អញ្ចឹងហ្វូស៊ីនៅពេលដែលគាត់ឃើញចឹងណៃអត់ងាយឆ្លើយអ្នកទាំងអស់គ្នាគឺទៅចាប់ដៃចឹងណៃងរួនដូចញាក់ដាក់ចឹងណៃឲ្យចឹងណៃឆ្លើយអញ្ចឹងណាចឹងណៃគឺគាត់ទ្រាំមិនបានទេគាត់ក៏ប្រាប់ហ្វូស៊ីទៅថាឲ្យទិញផ្កាហើយផ្កាហ្នឹងត្រូវតែជាផ្កាប្រភេទ Justic Flower ហ្វូស៊ីក៏ឆ្ងល់ហេតុអីចឹងណៃឲ្យគាត់ហ្នឹងយកប្រភេទផ្កាហ្នឹងដោយសារតែគាត់អត់ដែរឮពីប្រភេទផ្កាហ្នឹងសោះចឹងណៃហ្នឹងក៏បានបញ្យល់ទៅកាន់ហ្វូស៊ីហ្នឹងទាំងក្បោះក្បាយទៅប៉ុន្តែបញ្យល់ហ្នឹងទាំងអ៊ីនផងអីផងអ្នកទាំងអស់គ្នាហ្វូស៊ីហ្នឹងក៏បានលួចទៅសើចឹងណៃហ្នឹងនៅក្នុងចិត្តថាចឹងណៃហ្នឹងពិតជាដឹងរឿងទាំងអស់ហ្នឹងច្រើនខ្លាំងមែនតើអញ្ចឹងមិនចម្លែកទេដែលចឹងណៃរបស់យើងហ្នឹងតែងតែទីចំណាប់អារម្មណ៍របស់ស្រីៗគ្រប់គ្នាបន្ទាប់មកហ្វូស៊ីមិនដឹងថាអោនខ្សឹបនិយាយអីជាមួយចឹងណៃនោះទេដែលមើលពីខាងក្រៅទៅគឺដូចកំពុងតែថើបអញ្ចឹងដែលធ្វើឲ្យអ្នកលួចមើលគេទាំង3អ្នកខាងក្រៅនេះគឺថាសប្បាយអរខ្លាំងមែនតើដោយសារតែគេថើបគ្នាបន្ទាប់មកសាច់រឿងក៏កាត់មកដល់ថ្ងៃថ្មីចឹងណៃរបស់យើងកំពុងតែគេសុកហ្នឹងទូរស័ព្ទរបស់គាត់ក៏បានរឡើងហើយអ្នកដែលខលមកគាត់ហ្នឹងគឺជាហ្វូស៊ីដោយសារតែពួកគាត់ហ្នឹងបានសន្យាជាមួយគ្នាហើយថាចុងសប្តាហ៍ហ្នឹងគឺពួកគាត់នឹងទៅផ្សារជាមួយគ្នាដើម្បីទិញរបស់របរផ្សេងៗសម្រាប់ការសារភាពចឹងណៃលឺហើយគាត់ក៏បើកភ្នែកគាត់ភ្លេចយកអ្នកទាំងអស់គ្នាបន្ទាប់មកសាច់រឿងក៏កាត់មកដល់នៅពេលដែលពួកគាត់ហ្នឹងបានទិញរបស់របរហ្នឹងគឺគ្រប់អស់ហើយពួកគាត់ហ្នឹងក៏បានមកជជែកគ្នាលេងនៅឯដងមាត់ទន្លេហ្វូស៊ីក៏បានអរគុណចឹងណៃសម្រាប់ការជួយរបស់គាត់មួយហ្នឹងគឺគាត់អត់ដែរនឹកស្មានសោះថាចឹងណៃហ្នឹងដឹងរឿងទាំងអស់ហ្នឹងច្រើនដល់ថ្នាក់ហ្នឹងបន្ទាប់មកហ្វូស៊ីក៏បានយករបស់ញ៉ាំមួយកំប៉ុងហ្នឹងទៅឲ្យចឹងណៃចាត់ទុកថាជារង្វាន់ឲ្យចឹងណៃដែលចឹងណៃហ្នឹងបានជួយគាត់ហើយរបស់ហ្នឹងគឺជារបស់ដែលគាត់ចូលចិត្តខ្លាំងមែនតើតាំងពីនៅតូចមកម៉ែហ្វូស៊ីក៏សន្យាថាគឺគាត់ហ្នឹងនឹងប៉ាវបាយចឹងណៃរបស់យើងហ្នឹងមួយពេលដល់ធំតែឥឡូវហ្នឹងសូមញ៉ាំអាហ្នឹងសិនទៅរបស់ញ៉ាំដែលហ្វូស៊ីឲ្យចឹងណៃហ្នឹងគឺជាការ៉េមអ្នកទាំងអស់គ្នាហើយការ៉េមហ្នឹងគឺជាការ៉េមដែលចឹងណៃគឺគាត់ចូលចិត្តតាំងពីតូចទៀតអញ្ចឹងហើយចឹងណៃគឺគាត់រំភើបចិត្តខ្លាំងមែនតើគាត់គិតថាហ្វូស៊ីហ្នឹងដឹងពីចំណង់ចំណូលចិត្តរបស់គាត់តាំងពីនៅក្មេងទៀតបន្ទាប់មកអ្នកទាំងពីរហ្នឹងក៏បានចំណាយពេលដ៏រីករាយនៅក្នុងការញ៉ាំការ៉េមតាមដងទន្លេហ្នឹងជាមួយគ្នាហើយមើលទឹកមុខចឹងណៃផងគឺថាទឹកមុខលងស្នេហ៍គេងើបក្បាលអត់រួចតែម្ដងបន្ទាប់មកសាច់រឿងរបស់យើងក៏កាត់មកដល់ជាច្រើនថ្ងៃក្រោយមកពេលហ្នឹងចឹងណៃរបស់យើងអ្នកទាំងអស់គ្នាគឺគាត់នឹងអាសពអសរក្នុងខ្លួនគេអត់លក់ទេគឺដោយសារតែថ្ងៃស្អែកហ្នឹងដល់ថ្ងៃដែលហ្វូស៊ីហ្នឹងចាប់ផ្ដើមធ្វើការសារភាពជាសាធារណៈឲ្យហើយកូនស្រីយើងដែរបានសម័យរូបភាពទុកមុនទៀតពីទស្សនវិជ្ជាដែលហ្វូស៊ីនឹងសារភាពស្នេហ៍មកកាន់គាត់ចឹងណៃយើងក៏บอกគិតໄວឆ្ងាយខ្លាំងណាស់គាត់ក៏บอกគិតថាប្រសិនបើគាត់បដិសេធការសារភាពស្នេហ៍មួយហ្នឹងហ្វូស៊ីច្បាស់ជាត្រូវអាម៉ាស់មុខហើយត្រូវបុគ្គលិកនៅក្នុងក្រុមហ៊ុនទាំងអស់ហ្នឹងសើចចំអកចឹងណៃបន្ទាប់ពីគាត់គិតថាបើគាត់បដិសេធនឹងមានរឿងអីចំពោះហ្វូស៊ីហើយហ្នឹងគាត់ក៏បានសម័យទៅដល់អតីតកាលរវាងគាត់ហើយនឹងហ្វូស៊ីហ្នឹងបានធ្វើ
ធ្វើអ្វីខ្លះជាមួយគ្នាបន្ទាប់ពីគាត់សម័យរឿងរ៉ាវនឹងគិតវាពេញមួយយប់ហើយហ្នឹងគាត់ក៏បានសួរសំណួរមួយមកកាន់ខ្លួនឯងថាតើគាត់ពិតជាស្រឡាញ់ Full C មែនឬអត់បន្ទាប់មកពេលវេលាពេលព្រឹកហ្នឹងក៏បានឈានចូលមកដល់ទាំង Full C និងចឹងណៃរបស់យើងហ្នឹងគឺគេកំពុងតែរៀបចំខ្លួនយ៉ាងស្អាតបាតដើម្បីត្រៀមខ្លួនសម្រាប់ការសារភាព Full C ពេលហ្នឹងគឺគាត់មកដល់ក្រុមហ៊ុនហើយគាត់កំពុងតែកាន់ផ្កាមកបាច់ដើម្បីតែងតែសម្រាប់ការសារភាពរបស់គាត់ចឹងណៃកូនស្រីរបស់យើងពេលហ្នឹងក៏បានដើរមកដល់ក្រុមហ៊ុនដែរហើយនិយាយពីថាអ្នកទាំងអស់គ្នាអើយសង្ហាកប់លូមើលទឹកមកក៏ដឹងដែរណោះថានឹងយល់ព្រមសម្រាប់ការសារភាពមួយហ្នឹង Full C ពេលហ្នឹងមានកំណត់អាក្រក់ទៀតហើយគាត់គិតថាចឹងណៃតែងខ្លួនស្អាតអញ្ចឹងគឺដើម្បីមកពិបាកមុខគាត់ខណៈពេលដែលចឹងណៃដើរតម្រង់ទៅរក Full C ហ្នឹង Full C ក៏បានចេញដំណើរដើរតម្រង់មករកគាត់ដែរជាហេតុដែលធ្វើឲ្យគាត់ហ្នឹងគិតថា Full C ហ្នឹងដើរតម្រង់មករកគាត់ហើយចឹងណៃគឺគាត់ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសារភាពមួយហ្នឹងប៉ុន្តែវាជារឿងដែលគួរសោកស្ដាយណាស់គឺ Full C ហ្នឹងបានដើរហួសគាត់តាមពិតទៅការដើររបស់ Full C មិនគឺគាត់ដើរតម្រង់ទៅរកចឹងយ៉ាវដែលនៅពីក្រោយចឹងណៃឯណោះខណៈពេលហ្នឹង Full C គឺគាត់កំពុងតែប្រុងប្រៀបសារភាពស្នេហ៍ទៅកាន់ Full យ៉ាវហើយប៉ុន្តែចៃដន្យអី Full យ៉ាវហ្នឹងបាននិយាយកាត់គាត់មុនហើយក៏បានណែនាំសង្សាររបស់នាងហ្នឹងឲ្យ Full C ស្គាល់ Full C គឺគាត់អត់ដែលដឹងទេថាចឹងយ៉ាវគឺមានសង្សាររួចបាត់ទៅហើយ Full C អើយ Full C គឺកម្មវិធីសារភាពរបស់គាត់ហ្នឹងគឺថាបរាជ័យធ្ងន់ធ្ងរតែម្ដង Full C ពេលហ្នឹងគឺគាត់ពិបាកធ្វើអារម្មណ៍ដែរហ្នឹងអ្នកទាំងអស់គ្នាដល់ពេលអញ្ចឹងទៅប៉ុន្តែគាត់ហ្នឹងក៏ព្យាយាមកែប្រែស្ថានភាពវិញគាត់បដូរពីពាក្យដែលត្រូវសារភាពប្រាប់ចឹងយ៉ាវហ្នឹងទៅជាអរគុណចឹងយ៉ាវវិញដែលបានជួយធ្វើឲ្យ project របស់គាត់ហ្នឹងទទួលបានជោគជ័យរួចហើយគាត់ក៏បានដកផ្កាម៉ូតូហ្នឹងទៅឲ្យចឹងយ៉ាវទៅហើយអាផ្កានៅសសហ្នឹងគាត់ក៏ដើរចែកបុគ្គលិកផ្សេងៗទៀតដែលនៅក្រុមហ៊ុនហ្នឹងហ្មងទៅ Full C ពេលហ្នឹងគឺថាខូចចិត្តខ្លាំងមែនទែនគាត់ហ្នឹងក៏បានបោះផ្កាដែលនៅសល់ទាំងអស់ហ្នឹងទៅឲ្យចឹងណៃរបស់យើងហើយក៏ដើរចេញទៅបាត់ទៅដំណាក់កាលនេះហើយតើគួរអាណិតកូនប្រុសអកូនស្រីបើខូចចិត្តតែទាំងពីរនាក់អញ្ចឹងនេះហើយទីបំផុតហ្នឹងចឹងណៃគឺគាត់បានយល់គ្រប់យ៉ាងហើយថាកន្លងមកគឺគាត់យល់ច្រឡំទេមនុស្សដែល Full C ស្រឡាញ់គឺជាចឹងយ៉ាវមិនមែនជាគាត់ឡើយ Full C បន្ទាប់ពីការសារភាពរបស់គាត់ត្រូវបានបរាជ័យមកគាត់ក៏អង្គុយផឹកស្រាទៅដោយសារតែកម្មវិធីហ្នឹងគឺកម្មវិធីជប់លៀងនៅក្នុងក្រុមហ៊ុនណាប៉ុន្តែទោះបីជាគាត់កំពុងតែខូចចិត្តក៏ដោយប៉ុន្តែយ៉ាងហោចណាស់ក៏គាត់បានរួចខ្លួនពីការខ្មាស់គេដែរដោយសារតែគាត់អត់ទាន់បាននិយាយសារភាពទេអញ្ចឹងអ្នកនៅក្នុងក្រុមហ៊ុនអត់មានអ្នកណាដឹងឡើយខណៈពេលដែល Full C កំពុងតែសម្លឹងទៅកាន់ចឹងយ៉ាវទាំងគាត់កំពុងខូចចិត្តនឹងចឹងណៃក៏កំពុងសម្លឹងមកកាន់គាត់ទាំងកំពុងឆូចចិត្តដូចគ្នាកូនស្រីរបស់យើងពេលហ្នឹងគឺថាខូចចិត្តជាទម្ងន់គ្នាខំរៀបចំខ្លួនខំគិតខំអីខំដេកអត់លក់ទៀតចុងក្រោយគឺវាបែបហ្នឹងអ្នកណាមិនឈឺការដែលយើងដឹងខ្លួនថាយើងបានស្រឡាញ់គេតែម្នាក់ឯងហ្នឹងវាឈឺចាប់ណាស់ទៅហើយប៉ុន្តែនៅពេលដែលដឹងថាយើងយល់ច្រឡំថាគេស្រឡាញ់ខ្លួនទៀតអាហ្នឹងវារឹតតែឈឺចាប់មកតង់ទៀតសាច់រឿងរបស់យើងក៏ឈានចូលមកដល់ថ្ងៃថ្មី Full C បានមកធ្វើការទាំងទឹកមុខសោកសៅពេលហ្នឹងគាត់បានកលេចមើលទៅឃើញចឹងណៃគាត់ខំរុះរាយរាក់ទាក់ដាក់ចឹងណៃប៉ុន្តែពេលហ្នឹងចឹងណៃគឺក៏អត់ខ្វល់ពី Full C នោះទេគឺដើរទៅហួសធ្វើដូចជាមិនឃើញចឹងណៃចាប់ពីថ្ងៃដែលគាត់បានដឹងការពិតមកថាគាត់យល់ច្រឡំគឺគាត់ឥgnoreចំពោះ Full C តែម្ដង Full C ពេលនេះក្នុងខ្លួនរបស់គាត់គឺនៅអត់សុខទេនៅពេលដែលសុកចឹងណៃស្រាប់តែលែងនិយាយរកគាត់បែបហ្នឹងទោះបីជាគាត់ព្យាយាមផ្ញើសារទៅកាន់ចឹងណៃក៏ចឹងណៃនោះអត់ reply ត្រឡប់មកវិញដែរ Full C របស់យើងគឺព្យាយាមខ្លាំងមែនតើនៅក្នុងការទំនាក់ទំនងទៅរកចឹងណៃម្ដងហើយម្ដងទៀតប៉ុន្តែចឹងណៃរបស់យើងហាក់នៅតែប្រងើយកន្តើយដដែលប្រសិនបើអ្នកទាំងអស់គ្នាជា Full C វិញតើនឹងមានអារម្មណ៍មិនដែរធ្លាប់តែនិយាយរកគ្នាសុកគេលែងនិយាយរកហើយទាំងដែលយើងនឹងអត់ដឹងទេថាយើងនឹងបានធ្វើខុសអីហើយហេតុអីបានជាអញ្ចឹងមើលទៅ Full C របស់យើងដូចជាលែងខូចចិត្តរឿងដែលថាក្រាស់របស់គាត់នឹងមានសង្សារហើយប៉ុន្តែពេលហ្នឹងគឺគាត់ខ្វល់ខ្វាយក្នុងចិត្តដែលចឹងណៃអត់និយាយរកគាត់ទៅវិញដល់ថ្នាក់ដែលគាត់ខ្វល់ខ្វាយរហូតដល់ចែករំលែករឿងហ្នឹងទៅកាន់មិត្តភ័ក្តិរបស់គាត់ទៀតហើយតាំងពីជួបរហូតមកដល់ឥឡូវហ្នឹងគឺគាត់និយាយតែពីចឹងណៃនឹងឯងរហូតដល់មិត្តភ័ក្តិរបស់គាត់នឹងឆ្ងល់ហើយណាឆ្ងល់ថា Full C សំតខូចចិត្តដែលចឹងយ៉ាយក្រាស់របស់គាត់មានសង្សារប៉ុន្តែពេលមកផឹកជាមួយគាត់បែរជានិយាយតែពីចឹងណៃគាត់គិតថាខូចចិត្តរឿងចឹងណៃអត់និយាយរកច្រើនជាងហើយមិត្តភ័ក្តិរបស់គាត់បានបន្ថែមទៀតថាបើគុំតែដឹងថា Full C ស្រឡាញ់ចឹងយ៉ាវប្រហែលជាគាត់គិតថា Full C ហ្នឹងគឺកំពុងតែធាក់ក្នុងរលងស្នេហ៍របស់ចឹងណៃហើយ Full C លើហើយណាគាត់ក៏ឆ្លក់ស្រាទៅគាត់មិនឆ្លក់ទឹកទេណាគឺឆ្លក់ស្រាគាត់ថាឲ្យមិត្តភ័ក្តិរបស់គាត់ថាមិត្តភ័ក្តិពិតរបស់គាត់អត់មិនក៏មកនិយាយរឿងអត់ប្រយោជន៍អញ្ចឹងគាត់កំពុងតែខូចចិត្តផងហ្នឹងហើយគឺកំពុងតែខូចចិត្តគឺខូចចិត្តដែរចឹងណៃកូនស្រីខ្ញុំនឹងអត់និយាយរមិនមែនខូចចិត្តរឿងគេមានសង្សារនោះទេកូនឯងស្រឡាញ់កូនស្រីម៉ៃហើយប៉ុន្តែអត់ដឹងខ្លួនពេលវេលានៃសាច់រឿងបានចូលមកដល់ថ្ងៃថ្មីទៀតហើយ Full C គឺគាត់បានមកធ្វើការនៅក្រុមហ៊ុនជាធម្មតានៅពេលដែលគាត់បានមកដល់ក្រុមហ៊ុនហ្នឹងគាត់ក៏បានលឺចឹងយ៉ាវហើយនឹងមិត្តភ័ក្តិរបស់គាត់ពីរនាក់ទៀតហ្នឹងកំពុងជជែកគ្នាដោយចៃដន្យគឺចឹងណៃរបស់យើងហ្នឹងបានបោះបង់សិទ្ធិនៅក្នុងការប្រកួតប្រជែងយកតំណែងជា director admin សូមបញ្ជាក់កន្លែងហ្នឹងបន្តិចអ្នកទាំងអស់គ្នាដោយសារពីដំបូង admin បានបញ្ជាក់ទេការប្រកួតប្រជែងយកតំណែងជា director ហ្នឹងមិនមែនមានតែ Full C ហើយចឹងណៃទេគឺមានបុគ្គលិកផ្សេងទៀតដែលនៅក្នុងក្រុមហ៊ុនដែលជាមេហ្នឹងគឺធ្វើការប្រកួតប្រជែងរួមគ្នាដែរ Full C នៅពេលដែលគាត់បានលើដំណឹងហ្នឹងហើយគឺគាត់អត់សូវសប្បាយចិត្តទេគាត់មករកចឹងណៃភ្លាមតែម្ដងគឺគាត់មកសួរចឹងណៃឲ្យដឹងរឿងថាហេតុអ្វីបានជាចឹងណៃសម្រេចចិត្តធ្វើបែបហ្នឹងចឹងណៃគាត់ក៏ឆ្លើយទៅគាត់ធ្វើគឺដើម្បីមនុស្សដែលគាត់ស្រឡាញ់ Full C លើ
ហើយហ្នឹងគាត់ក៏រៀងភ្ញាក់ផ្អើលដែលចឹងណៃធ្វើហ្នឹងគឺដើម្បីមនុស្សដែលគាត់ស្រឡាញ់គាត់ចង់ដឹងណាថាអ្នកណាគេដែលចឹងណៃយើងហ្នឹងស្រឡាញ់ Fusi ឯ Fusi ពីណាទៀតគឺ Fusi ឯងហ្នឹងហើយបើ admin ជាចឹងណៃអីពេលហ្នឹងគឺថាខ្នាញ់ខ្លាំងមែនតើមនុស្សដែលយើងស្រឡាញ់ហើយមកសួរសំណួរហ្នឹងមកកាន់យើងអីអញ្ចឹងណាចឹងណៃកូនស្រីយើងមិនធម្មតាទេនៅពេលដែលឮសំណួរហើយគឺថាសម្លឹងមុខបែបសម្លក់មិនចង់និយាយរកតែម្ដង Fusi នៅពេលដែលគាត់ឃើញមុខចឹងណៃអញ្ចឹងគាត់ក៏អត់ហ៊ានសួរចឹងណៃទៀតដែរហើយក៏អត់ហ៊ានឲ្យចឹងណៃហ្នឹងឆ្លើយដែរគាត់ថាភ្លេចរឿងហ្នឹងចោលទៅគាត់បានសួរអីទេហើយបន្ទាប់មកហ្នឹងគេចាប់ផ្ដើមចាក់ទ្រឹស្ដីឲ្យចឹងណៃវិញម្ដងគាត់ថាវាជារឿងតូចតាចទេដែលយើងចេះលួចក្រាស់លួចអីគេប៉ុន្តែវាមិនមែនមានន័យថាត្រូវបោះបង់ខ្លួនឯងនោះទេ Fusi គាត់ក៏មានអារម្មណ៍ថាខឹងនៅពេលដែលចឹងណៃបោះបង់ការប្រកួតងាយៗបែបហ្នឹងគាត់ថាចឹងណៃគឺមិនស័ក្តិសមជាគូប្រកួតរបស់គាត់ទេ Fusi គាត់ថាហើយហ្នឹងគាត់ក៏ចាក់ចេញទៅទាំងខឹងតាមពិតទៅអ្នកទាំងអស់គ្នាមូលហេតុដែលចឹងណៃគាត់ព្រមបោះបង់ការប្រកួតហ្នឹងគឺដើម្បីឲ្យ Fusi របស់យើងឈ្នះនឹងឯងទោះបីជាអ្នកប្រកួតហ្នឹងមានច្រើនគ្នាក៏ដោយប៉ុន្តែបេក្ខភាពដែលលេចធ្លោជាងគេហ្នឹងគឺរំមានតែគាត់ហើយនឹង Fusi ទេចឹងបើគាត់បោះបង់ទៅចឹងតំណែងហ្នឹងច្បាស់ជា Fusi មានឱកាសឈ្នះច្រើនជាងគេបង្អស់ Fusi ពេលហ្នឹងគឺគាត់នៅមិនសនុកចិត្តទេដោយសារតែចឹងណៃហ្នឹងបោះបង់ការប្រកួតគឺគាត់នៅតែគិតរឿងហ្នឹងដដែលត្រឡប់មកវិញគាត់ថាឲ្យចឹងណៃហ្នឹងគឺល្ងងពេកហើយដែលត្រូវបោះបង់តំណែងការប្រកួតជា director ព្រោះតែក្រាស់របស់គាត់នោះ admin គាត់ថាអារម្មណ៍ Fusi ដែលមានចំពោះចឹងណៃពេលហ្នឹងមិនមែនជាការបារម្ភទេប៉ុន្តែគឺជាការប្រច័ណ្ឌច្រើនជាងហើយចៃដន្យនោះចៃដន្យនៅពេលដែលគាត់កំពុងតែខឹងចឹងណៃលះបង់តំណែងដើម្បីតែក្រាស់ហ្នឹងគឺមានគូស្នេហ៍មកគូហ្នឹងកំពុងតែឆ្លោះគ្នានៅមកគាត់ហ្នឹងនិយាយអំពីរឿងទាំងអស់ហ្នឹងដែរគឺម្នាក់ស្រីដែលជាសង្សារហ្នឹងកំពុងតែខឹងសង្សារប្រុសរបស់នាងដោយសារតែសង្សារប្រុសរបស់នាងហ្នឹងគឺបានបោះបង់ឱកាសការងារល្អៗជាច្រើនដើម្បីតែបាននៅក្បែរនាងហើយនាងគឺអត់ចង់ឲ្យសង្សាររបស់នាងហ្នឹងធ្វើបែបហ្នឹងទេប៉ុន្តែខាងប្រុសគឺគាត់រីករាយនៅក្នុងការលះបង់ទាំងអស់ហ្នឹងដើម្បីបាននៅជិតមនុស្សដែលគាត់ស្រឡាញ់មើលថែរក្សានិងការពារ Fusi ពេលហ្នឹងគាត់គិតថាប្រហែលជាហេតុផលចឹងណៃហ្នឹងដូចជាហេតុផលម្នាក់ប្រុសហ្នឹងដែរហើយមើលទៅឲ្យគាត់ហ្នឹងចង់ដឹងខ្លាំងណាស់ពេលហ្នឹងថាអ្នកណាគេជាមនុស្សដែលចឹងណៃស្រឡាញ់ហើយពេលហ្នឹងគាត់ក៏ឆ្ងល់ខ្លួនឯងដែរថាហេតុអីបានជាគាត់ត្រូវគិតពីចឹងណៃរហូតអញ្ចឹងណោះឃើញអត់អារម្មណ៍ប្រច័ណ្ឌលេចមកភ្លាមតែម្ដងស្រឡាញ់គេហើយយើងហ្នឹងបន្ទាប់មកទៀតហ្នឹងសាច់រឿងក៏កាត់ចូលមកដល់ព្រឹកថ្ងៃថ្មីទៀតហើយ Fusi ចាប់តាំងពីពេលដែលគាត់ដឹងថាចឹងណៃរបស់យើងលះបង់តំណែងការប្រកួតហ្នឹងដើម្បីតែក្រាស់ដែលគាត់ស្រឡាញ់ចឹងណាគឺគាត់មានអារម្មណ៍អត់ល្អទេហើយទឹកមុខរបស់គាត់ក៏អត់សូវរីករាយដែរហើយមិត្តរួមការងារនៅពេលដែលឃើញទឹកមុខគាត់អត់ស្រួលហ្នឹងក៏សួរទៅថា Fusi របស់យើងហ្នឹងអត់ស្រួលខ្លួនមែន Fusi គាត់ក៏ឆ្លើយថាមិនមែនទេមិនគាត់ហ្នឹងអត់ស្រួលខ្លួនអីទេដោយសារតែគាត់ហ្នឹងក្រោកយឺតអញ្ចឹងហើយគាត់បានញ៉ាំអាហារពេលព្រឹកមើលទៅដោយសារតែខ្វល់ខ្វាយគិតរឿងចឹងណៃដល់ថ្នាក់គេញ៉ាំលក់អីមើលទៅបានធ្វើឲ្យក្រោកយឺតអញ្ចឹងហើយការសន្ទនាមិញហ្នឹងគឺចឹងណៃរបស់យើងហ្នឹងបានលើទាំងអស់ដោយសារតែចឹងណៃហ្នឹងគឺគាត់នៅពីក្រោយពីព្រោះថាពួកគាត់កំពុងតែនៅពីមុខចណ្ដាយយន្តដើម្បីជិះចណ្ដាយយន្តទៅកន្លែងធ្វើការប៉ុន្តែនៅពេលដែលចណ្ដាយយន្តបើកហើយហ្នឹងគឺចឹងណៃក៏អត់ចូលទេពីព្រោះថានៅក្នុងចណ្ដាយយន្តហ្នឹងគឺមាន Fusi គាត់ចង់ជិះជើងក្រោយប៉ុន្តែចឹងយ៉ាវគឺនាងអត់សុខចិត្តទេគឺនាងទាញចឹងណៃហ្នឹងឲ្យមកជិះជាមួយគ្នាដែរហើយការទាញហ្នឹងមិនទាញតិចទេគឺទាញឡើងខ្លាំងដែលធ្វើឲ្យចឹងណៃហ្នឹងប៊ីសទៅច្រូតបុកជាមួយ Fusi ហើយនៅគណៈពេលកំពុងជិះចណ្ដាយយន្តហ្នឹងទាំង Fusi ទាំងចឹងណៃគឺពួកគាត់ទាំងពីរមានអារម្មណ៍ថាអ៊ីនគ្នាបន្តិចទើសទាល់បន្តិចលក្ខណៈថាមនុស្សកំពុងតែកិច្ចអត់និយាយរកគ្នាអីអញ្ចឹងណាហើយដល់ពេលមកត្រូវជួបជិះចណ្ដាយយន្តមួយគ្នាចឹងទៅចេះតែរៀបរឹកពីវាមិនសូវសមចឹងណៃណាធ្វើអិចណោអត់និយាយរកគេចឹងមែនប៉ុន្តែការពីអាបងគេសាហាវគ្រាន់តែចណ្ដាយយន្តបន្ថែមមនុស្សថ្មីចូលភ្លាមហើយម្នាក់ស្រីហ្នឹងគាត់ច្រឡំថយក្រោយទៅជន់ជើង Fusi របស់យើងណាចឹងណៃឃើញអញ្ចឹងភ្លាមគឺថាមករៀងកាត់មុខភ្លាមតែម្ដងនិយាយពីថាសុភវាយហើយនេះចឹងយ៉ាធីមរបស់យើងអ្នកទាំងអស់គ្នាគាត់ក៏បានចាប់អារម្មណ៍សកម្មភាពទាំងអស់នឹងដែរគឺថាគាត់នឹងមានក្តីសុខជាងគេមកនៅក្នុងចណ្ដាយយន្តហ្នឹងសម្រាប់ fan BL ណាសកម្មភាពចឹងស្មានតែកិច្ចផុតមែនតើយូសម្រាប់ Fusi វិញអ្វីដែលចឹងណៃបានធ្វើហ្នឹងគាត់ក៏បានឃើញដូចគ្នាប៉ុន្តែគឺគាត់មានអារម្មណ៍ថាចម្លែកក្នុងចិត្តហើយគាត់អត់ដឹងថាអារម្មណ៍របស់គាត់ពេលហ្នឹងគឺជាអីទេលក្ខណៈថាគេអត់ទាន់ដឹងអារម្មណ៍ខ្លួនឯងទេអ្នកទាំងអស់គ្នាសាច់រឿងក៏កាត់មកដល់នៅពេលដែល Fusi ហ្នឹងដើរមកកាន់បន្ទប់ធ្វើការរបស់គាត់ហើយគ្រាន់តែដើរមកដល់បន្ទប់ធ្វើការរបស់គាត់ភ្លាមគឺឃើញនំចំណីហើយនឹងភេសជ្ជៈដែលចឹងណៃហ្នឹងទុកឲ្យភ្លាមតែម្ដងចឹងណៃឡើងអញ្ចឹងទិញមកញ៉ាំខ្លួនឯងសោះហ្នឹងណាប៉ុន្តែគ្រាន់តែលើថាអាបងអត់ទាន់បានញ៉ាំអាហារពេលព្រឹកគឺថាលះបង់អាបងទាំងអស់តែម្ដងខ្លួនឯងសុខចិត្តអត់ញ៉ាំអូយប៉ាន់សាហាវបន្ទាប់មកសាច់រឿងក៏កាត់មកដល់ពេលល្ងាចដែលត្រូវចេញពីធ្វើការជួនជាចៃដន្យថ្ងៃហ្នឹងគឺមានមេឃភ្លៀងទៀត Fusi គឺគាត់នៅជាប់ភ្លៀងដោយសារតែគាត់អត់មានឆាតទេអញ្ចឹងគាត់អាចដើរទៅរកឡានគាត់បានទេបើគាត់ដើរទៅនឹងត្រូវទឹកភ្លៀងសើមអស់ចឹងណៃគាត់មកគាត់ឃើញអញ្ចឹងគឺគាត់មាននិយាយអីមួយម៉ាត់គឺហុចឆាតហ្នឹងទៅឲ្យ Fusi ហើយខ្លួនឯងហ្នឹងសុកចិត្តរត់កាត់ភ្លៀងឲ្យទៅទឹកខ្លួនឯងចាស់ទៅរកឡាន Fusi កូនស្រីរបស់ខ្ញុំធ្វើដល់ថ្នាក់ហ្នឹងហើយបើ Fusi ឯងអត់ដឹងចិត្តកូនស្រីរបស់ខ្ញុំទៀត Fusi ឯងហ្នឹងគឺល្ងងបំផុតលើលោកហើយប៉ុន្តែ Fusi កូនប្រុសរបស់អ្នកទាំងអស់គ្នាហ្នឹងគឺពិតជាល្ងងពិតមែនគឺគាត់ឲ្យយល់ទេថាហេតុអីចឹងណៃធ្វើអញ្ចឹងដាក់គាត់ហើយអាទឹកមុខគាត់ធ្វើ slow របៀបល្ងងមិនដឹងរឿងហ្នឹងពិតជាធ្វើឲ្យ admin ហ្នឹងចង់ទះ3 4កាភ្លៀងពិតមែននៅពេលដែលគាត់កំពុងតែបើកឆាតរៀបទទួលឆាតទៅរកឡានហ្នឹងខណៈពេលនោះចឹងយ៉ាវក៏ចេញពីធ្វើការដែរចឹងយ៉ាវនៅពេលដែលនាងឃើញ Fusi មានឆាតអញ្ចឹងនាងក៏បានសុំឲ្យ Fusi ហ្នឹងជួយនាងទៅរកឡាន
ប៉ុន្តែពេលហ្នឹងហ្វូស៊ីបែរជាបបួលនាងហ្នឹងទៅញ៉ាំអាហារពេលល្ងាចជំនួសវិញហើយនៅពេលដែលពួកគាត់ទាំងពីរកំពុងតែញ៉ាំអាហារជាមួយគ្នាហ្នឹងហ្វូស៊ីហ្នឹងក៏បានសួរសំណួរជាច្រើនទៅកាន់ចឹងយ៉ាវហើយគ្រប់សំណួរដែលគាត់សួរទាំងអស់គឺសុទ្ធតែពាក់ព័ន្ធជាមួយនឹងចឹងណៃគឺគាត់នឹងជួយសុំយោបល់របស់ចឹងយ៉ាវថាតើចឹងណៃធ្វើចំពោះគាត់នឹងមានន័យថាម៉េចវិញគឺចឹងណៃនឹងបានគេចមកពីគាត់ដោយគ្មានហេតុផលអីទាំងអស់ប៉ុន្តែចឹងណៃបែរជាឲ្យអាហារពេលព្រឹកមកគាត់ហើយថែមទាំងឲ្យឆាត់គាត់ទៀតគឺគាត់នឹងពិតជាគិតបញ្យល់ពិតមែនអេដមីនថាកូនអ្នកទាំងអស់គ្នាល្ងងគឺល្ងងពិតមែនគាត់បន្ថែមទៀតថាចឹងណៃនឹងគឺតែងតែធ្វើសកម្មភាពប្លែកៗដាក់គាត់ដោយគ្មានហេតុផលហើយទឹកមុខនៅពេលដែលសម្លឹងមកគាត់នឹងគឺទឹកមុខខឹងរហូតចឹងយ៉ាវនាងលឺហើយនាងក៏បានតបទៅវិញគឺថាអត់អាចទៅរួចទេដែលថាចឹងណៃនឹងគឺខឹងហ្វូស៊ីរបស់យើងពីព្រោះថាចឹងណៃគឺពិតជាចូលចិត្តហ្វូស៊ីរបស់យើងខ្លាំងមែនតើហ្វូស៊ីបន្ទាប់ពីលើចម្លើយរបស់ចឹងយ៉ាវហើយគាត់ក៏អស់សំណើចហេតុអីបានជាចឹងយ៉ាវមកគិតថាចឹងណៃចូលចិត្តគាត់ទៅវិញហ្វូស៊ីណាគឺគាត់យកសម្ដីរបស់ចឹងយ៉ាវមកគិតរហូតដល់ថ្ងៃថ្មីក៏នៅតែគិតដែរបន្ទាប់ពីគាត់គិតហ្នឹងគាត់ក៏វិភាគទៅលើពាក្យសម្ដីហើយនិងសកម្មភាពដែលចឹងណៃបានធ្វើចំពោះគាត់កាលពីមុនហើយនៅពេលដែលគាត់វិភាគឲ្យគ្រប់ជ្រុងជ្រោយទៅគឺឃើញថាសកម្មភាពដែលចឹងណៃធ្វើចំពោះគាត់ហ្នឹងវាប្រៀបដូចជាសកម្មភាពមួយដែលមនុស្សចូលចិត្តអ្នកណាម្នាក់គេធ្វើមែនតើពីព្រោះថាបើសិនជាគេអត់ចូលចិត្តយើងមែនណាគេមិនគួរធ្វើសកម្មភាពទាំងអស់ហ្នឹងមកលើយើងដើម្បីឲ្យយើងយល់ច្រឡំនោះឡើយប៉ុន្តែទោះបីជាគាត់ព្យាយាមគិតវិភាគយ៉ាងណាក៏ដោយក៏គាត់ហ្នឹងនៅតែអត់ទាន់ប្រកាសចិត្តដែរថាចឹងណៃហ្នឹងពិតជាចូលចិត្តគាត់មែនឬអត់រហូតដល់គាត់ហ្នឹងត្រូវធ្វើសកម្មភាពលបដូចចោលមកលួចមើលចឹងណៃរបស់យើងកំពុងតែធ្វើការប៉ុន្តែការលបមើលរបស់គាត់ហ្នឹងវាក៏មិនបានយូរដែរដោយសារតែមានបុគ្គលិកផ្សេងទៀតហ្នឹងមកឃើញគាត់ហើយបុគ្គលិកស្រីម្នាក់ហ្នឹងគឺជាកូនចៅរបស់ចឹងណៃរបស់យើងហ្វូស៊ីគាត់ក៏បានបកស្រាយទៅថាគាត់បានលួចមើលអីទេគាត់គ្រាន់តែដើរឆ្លងកាត់ហើយកលេចមើលបន្តិចតើបន្ទាប់ពីគាត់ឆ្លើយអញ្ចឹងហើយគាត់ក៏ដើរចេញទៅទាំងអ៊ីនទៅលក្ខណៈថាមកលួចមើលចង្វាយគេហើយកូនចៅគេចាប់បានអញ្ចឹងណាម្នាក់ស្រីហ្នឹងក៏បានប្រាប់ចឹងណៃថាហ្វូស៊ីរបស់យើងហ្នឹងបានមកលបមើលហាក់ដូចជាគួរឲ្យសង្ស័យគាត់សង្ស័យថាហ្វូស៊ីហ្នឹងចង់មកលួចព័ត៌មានឬឯកសារសំខាន់ណាមួយហ្នឹងពីក្រុមរបស់គាត់ដោយសារតែជាក្រុមគូប្រជែងគ្នាចឹងណៃគឺគាត់មិនមាត់មិនអីទេគេធ្វើមុខឡើងកញ្ញើដោយចូលក្នុងបន្ទប់វិញលក្ខណៈថាក្មេងហ្នឹងហ្វូស៊ីមកសង្កេតគាត់ហ្នឹងក៏គាត់ដឹងខ្លួនដែររីឯហ្វូស៊ីវិញពេលហ្នឹងគឺគាត់មកផឹកកាហ្វេជជែកលេងជាមួយចឹងយ៉ាវទៀតហើយដោយសារនៅក្នុងក្រុមហ៊ុនហ្នឹងគឺគេមានទីធ្លាសម្រាប់ឲ្យបុគ្គលិកផឹកកាហ្វេរំសាយអារម្មណ៍ហើយសកម្មភាពដែលហ្វូស៊ីតែងតែតាមលួចសង្កេតមើលចឹងណៃហ្នឹងក៏មិនគេចផុតពីខ្សែភ្នែករបស់ចឹងយ៉ាវដែរអញ្ចឹងហើយនាងក៏សួរហ្វូស៊ីថាសង្កេតយូរហើយមិនប្រកាសចិត្តហើយនៅថាតើចឹងណៃហ្នឹងចូលចិត្តខ្លួនឯងឬអត់ហ្វូស៊ីហ្នឹងគឺថាប៉ាន់សាហាវធ្វើនិយាយចេញមកដើម្បីកុំឲ្យខ្លួនឯងហ្នឹងបាក់មុខគឺគាត់អត់ទទួលស្គាល់ទេថាគាត់ហ្នឹងបានទៅលួចសង្កេតមើលចឹងណៃហើយគាត់ថាគឺគាត់អត់ខ្វល់ពីចឹងណៃអីទេហ្វូស៊ីមកកញ្ញោឃ្លូឥឡូវចុះពីណាគេទៅលួចមើលកូនខ្ញុំដល់បន្ទប់នោះខ្មោចមែនចឹងយ៉ាវគឺនាងឆ្លាតខ្លាំងមែនតើនៅពេលដែលហ្វូស៊ីឆ្លើយដាក់នាងអញ្ចឹងណានាងក៏បឆោតហ្វូស៊ីតែម្ដងថាចឹងណៃហ្នឹងដើរមករីឯហ្វូស៊ីរបស់យើងវិញគ្រាន់តែលើថាចឹងណៃហ្នឹងគឺអើតកទៅរកចឹងណៃឡើងចង់បាក់កហើយមើលមាត់ផងមាត់ថាអត់បានសង្កេតមើលគេគ្រាន់តែលើតែឈ្មោះគេហ្នឹងអើតចង់បាក់កចឹងយ៉ាវគឺថាឆ្លាតខ្លាំងមែនតើអេដមីនសុំឲ្យមេដៃមួយហ្មងនិយាយទៅ fan BL គឺឆ្លាតអញ្ចឹងហ្វូស៊ីយើងពេលហ្នឹងលែងមានអីពាក្យបកាយទៀតហើយគឺរិះសារសកម្មភាពច្បាស់ទៅហើយមើល reaction របស់គេអ្នកទាំងអស់គ្នានៅពេលដែលត្រូវគេតាមតនជន់កាយអញ្ចឹងនិយាយពីថាឡើងដូចកូនក្មេងជួបជុំយាយឲ្យបន្ទាប់មកសាច់រឿងកាត់មកដល់នៅពេលដែលហ្វូស៊ីដើរមកក្នុងក្រុមហ៊ុនវិញហើយចឹងយ៉ាវនាងកំពុងតែនិយាយជាមួយមិត្តភ័ក្តិរបស់នាងគឺនាងនិយាយអំពីការជួបជុំរបស់ស្រីនិយាយទៅកម្មវិធីហ្នឹងគឺគេសម្រាប់តែស្រីចូលរួមទេប៉ុន្តែបើសិនជាមានមនុស្សប្រុសសុំចូលរួមដែរក៏បានដែរហើយកម្មវិធីនៅឆ្នាំហ្នឹងគឺចឹងណៃរបស់យើងហ្នឹងចូលរួមហើយកម្មវិធីហ្នឹងមានរាល់ឆ្នាំប៉ុន្តែរាល់ឆ្នាំអត់ដែលមានចឹងណៃចូលទេប៉ុន្តែឆ្នាំនេះចឹងណៃរបស់យើងហ្នឹងបែរជាចូលរួមហើយស្រីទាំង3នាក់ហ្នឹងដែលជា fanship របស់ចឹងណៃនិងហ្វូស៊ីហ្នឹងគឺនិយាយលឺខ្លាំងមែនតើក្នុងគោលបំណងដើម្បីឲ្យពាក្យហ្នឹងបានលើទៅកាន់ហ្វូស៊ីនិយាយទៅ3នាក់ហ្នឹងគឺថាជួយចោកជួយចែវហ្វូស៊ីនិងចឹងណៃរបស់យើងសាហាវគឺពួកនាងនិយាយអញ្ចឹងទៅដើម្បីឲ្យហ្វូស៊ីរបស់យើងហ្នឹងកើតចិត្តប្រច័ណ្ឌនៅពេលដែលចឹងណៃទៅចូលរួមកម្មវិធីសិតតស្រីអីបែបហ្នឹងអញ្ចឹងណាឲ្យហ្វូស៊ីហ្នឹងទៅចូលរួមដែរហើយផែនការរបស់កញ្ញាទាំង3នាក់ហ្នឹងគឺពិតជាបានផលមែនហ្វូស៊ីនៅពេលដែលគាត់ឮរឿងទាំងអស់ហ្នឹងហើយគឺគាត់ក្តៅក្រហាយនៅក្នុងចិត្តខ្លាំងមែនតើលក្ខណៈថាប្រច័ណ្ឌខ្លាំងហ្មងនៅពេលដែលចឹងណៃរបស់យើងទៅចូលរួមកម្មវិធីសិតតស្រីស្អាតអញ្ចឹងចឹងយ៉ាវនេះនៅពេលដែលបង្ហើឲ្យគេមានចិត្តប្រច័ណ្ឌហើយបង្ហើឲ្យដឹងថាចឹងណៃទៅចូលរួមដែរហ្នឹងក៏មកបបួលហ្វូស៊ីដើម្បីទៅចូលរួមនិយាយទៅកូននឹងឆ្លាតខ្លាំងហើយអ្នកទាំងអស់គ្នាសាកគិតទៅថាហ្វូស៊ីនឹងចូលរួមអត់បើសិនជាចឹងណៃទៅចូលរួមហើយនោះគឺថាទៅចូលរួមនឹងគេនឹងឯងដែរហើយបើអូនទៅហើយមិនទៅយ៉ាងម៉េចហើយសុទ្ធតែស្រីទេទុកចិត្តមិនបានហើយចឹងណៃរបស់យើងអត់ដឹងអង្គុយចិត្តអ្នកណាទេគឺស្អាតខ្លាំងមែនតើហើយមើលទៅហាក់ដូចជាមានភាពស្និទ្ធស្នាលខ្លាំងដែលធ្វើឲ្យអ្នកខ្លះហ្នឹងក្តៅមុខភាយកម្មវិធីជប់លៀងប្រព្រឹត្តទៅបានបន្តិចក្រោយមកហ្នឹងចឹងយ៉ាវនាងក៏
បានលើកយកហ្គេមមួយដើម្បីឲ្យទាំងអស់គ្នានឹងលេងហ្គេមហ្នឹងគឺមានឈ្មោះថា True or Dare ប្រសិនបើអ្នកលេងជ្រើសរើស True មានន័យថានៅពេលដែលគេសួរសំណួរទៅយើងត្រូវតែឆ្លើយការពិតហើយបើសិនជាអ្នកលេងនឹងជ្រើសរើស Dare មានន័យថាគេមានសិទ្ធិបញ្ជាគាត់ឲ្យទៅធ្វើអីមួយហើយនៅពេលដែលគេបញ្ជាអីគឺយើងត្រូវតែទៅធ្វើនឹងតាមគេបញ្ជាហើយរបៀបជ្រើសរើសអ្នកដែលត្រូវលេងនឹងគឺគេធ្វើការបវល់នឹងយកអីមកបវល់ក៏បានដែរជាដបឬក៏ជាអីផ្សេងក៏បានដែរឲ្យតែបវល់បានហើយចឹងណៃរបស់យើងសំណាងនោះសំណាងគឺគេបវល់លើកទី1ចំគាត់តែម្ដងហើយចឹងណៃក៏បានជ្រើសរើសយកជំរើស True ហើយសំណួរដែលគាត់ទទួលបានហ្នឹងគឺទទួលបានពីចឹងយ៉ាវបានសួរគាត់ថាតើមនុស្សដែលចឹងណៃរបស់យើងស្រឡាញ់មានវត្តមាននៅនឹងឬអត់ចឹងណៃក៏ឆ្លើយថា Yes មិនឲ្យ Yes មិនបើក្រាស់នៅពេញមុខកំពុងតែស្រឡាំងមុខយ៉ាងនេះហើយគ្រប់គ្នាគ្រាន់តែគេលើចម្លើយហើយឬក៏ហូហើយគេចាប់ផ្ដើមចង់ដឹងទៀតហើយថាគឺជាអ្នកណាបន្ទាប់មកក៏មានមនុស្សស្រីម្នាក់ហ្នឹងបានផ្គូផ្កងចឹងណៃរបស់យើងជាមួយម្នាក់ស្រីដែលអង្គុយជាមួយគាត់មិញម្នាក់ស្រីហ្នឹងគឺមានឈ្មោះថា Sujin គេថាពីរនាក់ហ្នឹងគឺសមគ្នាសាហាវម្នាក់ស្រី Sujin ហ្នឹងគឺស្អាតខ្លាំងមែនតើហើយប្រុសជាច្រើននៅក្នុងក្រុមហ៊ុនហ្នឹងគឺកំពុងតែតាមញ៉ែនាងកូនប្រុសរបស់អ្នកទាំងអស់គ្នាពេលហ្នឹងកំពុងតែនៅអត់សក់ហើយផ្នែកគឺសម្លឹងមើលចឹងណៃនិងម្នាក់ស្រីហ្នឹងរហូតហើយចឹងណៃនិងម្នាក់ស្រីហ្នឹងគឺថាស្និទ្ធស្នាលខ្លាំងអត់ដែលឃើញចឹងណៃស្និទ្ធស្នាលជាមួយស្រីណាដូចអញ្ចឹងទេ Fusi កើតជាការប្រច័ណ្ឌដល់កម្រិតកំពូលអត់ដឹងថាធ្វើអីទេព្រោះធ្វើអីគេមិនបានព្រោះមិនដឹងថាទៅធ្វើអីក្នុងឋានៈជាអីបើជាអត់មែនជាអីនឹងគ្នាផងហ្នឹងដល់ពេលអញ្ចឹងអត់មាត់អត់កទេគិតតែពីផឹក Fusi គិតតែពីផឹករីឯចឹងណៃគិតតែពីស្និទ្ធស្នាលជាមួយម្នាក់ស្រីហ្នឹងកាន់តែខ្លាំងឡើង Fusi អើយទ្រាំទៅកម្មខ្លួនឯងទេម្ដងម្នាក់ទេអារឿងហ្នឹងបន្ទាប់ពីកម្មវិធីចប់ហ្នឹង Fusi ហ្នឹងក៏បានដើរត្រឡប់ទៅផ្ទះវិញប៉ុន្តែមើលសភាពឲ្យទៅអ្នកទាំងអស់គ្នាគឺត្រេតពេញផ្លូវគឺស្វឹងហើយគណៈពេលដែលគាត់ដើរប៊ីនឹងដួលហ្នឹងចឹងថ្ងៃរបស់យើងហ្នឹងក៏រត់មកគ្រាគាត់តន់ហើយ Fusi គេកំពុងតែខឹងកំពុងតែវាចានផងដល់ពេលឃើញចឹងណៃមកកាន់គេអញ្ចឹងណាអូគេងក់ឲ្យគេរុញចឹងណៃហ្នឹងចេញទៅកុំឲ្យមកប៉ះគេនិយាយទៅអ្នកទាំងអស់គ្នារឿងនេះហាគឺថាថប់នឹងញាក់ញក់សាហាវចឹងណៃយើងពេលដែលត្រូវអាបងរុញអញ្ចឹងក៏មិនថាអីដែរខ្ជិលបកានមនុស្សស្វឹងហើយ Fusi អ្នកទាំងអស់គ្នាស្រែកដាក់ចឹងណៃឡើងខ្លាំងថាចឹងណៃហ្នឹងមានមនុស្សដែលខ្លួនឯងស្រឡាញ់ហើយមិនក៏លាក់បាំងរឿងហ្នឹងជាមួយគាត់ថាហើយហ្នឹងក៏ដើរចេញពីចឹងណៃទៅប៉ុន្តែហ្នឹងត្រេតត្រូទៀតហើយចឹងណៃឃើញអញ្ចឹងណាដេចចិត្តក៏ទៅជួយគ្រាគាត់ហ្នឹងម្ដងទៀតហើយទៅគ្រាហ្នឹងគេខំទៅជួយឲ្យមានបានប៉ុនណាត្រូវ Fusi ហ្នឹងថាឲ្យម្ដងទៀតហើយគាត់អត់ចង់ឲ្យចឹងណៃមកកាន់ដៃមកកាន់អីគាត់ទេគឺគាត់អត់ចង់ឲ្យចឹងណៃមកប៉ះតែម្ដងហើយគាត់ហ្នឹងដោយសារតាខឹងហើយប្រច័ណ្ឌផងចឹងទៅគាត់ក៏ប្រើសម្ដីធ្ងន់ទៅកាន់ចឹងណៃដេញចឹងណៃចេញហើយប្រាប់ថាកុំឲ្យចឹងណៃហ្នឹងបង្ហាញមុខឲ្យគាត់ឃើញម្ដងទៀតចឹងណៃគឺគាត់យល់ច្រឡំនៅឃ្លាទាំងអស់ហ្នឹងគាត់អត់គិតថា Fusi និយាយឃ្លាទាំងអស់ហ្នឹងព្រោះតែខឹងហើយប្រច័ណ្ឌទេប៉ុន្តែគាត់បែរជាយល់ថា Fusi និយាយឃ្លាទាំងអស់ហ្នឹងព្រោះតែ Fusi ហ្នឹងគឺស្អប់គាត់ខ្លាំងតែដោយដែលអ្នកទាំងអស់គ្នាដឹងស្រាប់ហើយចឹងហើយគឺគាត់ស្រឡាញ់ Fusi ខ្លាំងណាស់ទោះបីជាត្រូវពាក្យទាំងអស់ហ្នឹងធ្វើឲ្យគាត់ឈឺចិត្តយ៉ាងណាក៏ដោយប៉ុន្តែឃើញ Fusi ស្ថិតនៅក្នុងសភាពបែបហ្នឹងតែគាត់អាចទុកចោលបានអត់ច្បាស់ណាស់គឺថាមិនអាចនោះទេបន្ទាប់មកគាត់ក៏ជូន Fusi ហ្នឹងមកបន្ទប់គេងនៅឯសន្តាគារហើយអ្នកទាំងអស់គ្នាគឺគាត់មើលថែ Fusi បានល្អខ្លាំងមែនតើសិតតែដោះស្បែកជើងឲ្យទៀតហើយបន្ទាប់មកគាត់ក៏បានសម្លឹងមើលមុខដែល Fusi កំពុងគេងនិយាយទៅគឺពោពេញដោយមនោសញ្ចេតនាជ្រាលជ្រៅខ្លាំងមែនតើចឹងណៃគឺគាត់ស្រឡាញ់ Fusi មិនលំទេណាគឺស្រឡាញ់ខ្លាំងហ្មងមើលតែទឹកមុខហើយនឹងកែវភ្នែករបស់គាត់ដែលសម្លឹង Fusi ក៏ដឹងដែរបន្ទាប់មកសាច់រឿងក៏កាត់មកដល់ពេលព្រឹកពេលហ្នឹងគឺ Fusi គឺគាត់បានភ្ញាក់ដឹងខ្លួនវិញហើយនៅពេលដែលគាត់ភ្ញាក់ហ្នឹងគាត់ចាប់ផ្ដើមលេលើហើយព្រោះថាតើគាត់ហ្នឹងកំពុងនៅណាបន្ទប់ដូចប្លែកដូចមិនបន្ទប់ខ្លួនឯងហើយនៅពេលដែលគាត់បើកភួយមើលខ្លួនប្រាណរបស់ខ្លួនឯងហ្នឹងសង្កេតឃើញថាខ្លួនឯងហ្នឹងគឺអត់មានពាក់កៅអៅទេហើយមើលទឹកមកគេអ្នកទាំងអស់គ្នានៅពេលដែលឃើញថាខ្លួនឯងអត់មានពាក់កៅអៅហើយដល់ពេលគាត់ក៏លេចទៅខាងស្ដាំដៃរបស់គាត់ទៅស្រាប់តែឃើញចឹងណៃដេកនៅក្បែរហ្នឹងដល់ពេលឃើញចឹងណៃហើយហ្នឹងគាត់ក៏មកពិនិត្យខ្លួនប្រាណរបស់គាត់ម្ដងទៀតថាគាត់ពិតជាអត់ស្លៀកកៅអៅមែនក៏អីអារម្មណ៍របស់គាត់ពេលហ្នឹងអ្នកទាំងអស់គ្នាគឺពណ៌នេះអត់ត្រូវទេគាត់គិតថាចឹងណៃហើយគាត់ហ្នឹងច្បាស់ជាបានធ្វើអីផ្ដេសផ្ដាស់ហើយមើលទៅការប្រយោគមិញហ្នឹងហើយគាត់អត់តន់ទទួលយកបានទេដោយសារតែគាត់អត់តន់ចាំរឿងរ៉ាវដែលបានកើតឡើងការប្រយោគមិញទេគឺគាត់ភ្លេចទាំងអស់អញ្ចឹងទៅគាត់ក៏ព្យាយាមចេញពីលើគ្រែហ្នឹងសន្សឹមប៉ុន្តែចៃដន្យអីគាត់មិនទាន់នឹងចេញផុតពីគ្រែបានផងហ្នឹងចឹងណៃរបស់យើងក៏បានភ្ញាក់ដែរ Fusi ឃើញអញ្ចឹងអ្នកទាំងអស់គ្នាគឺគេហ៊ានសម្លឹងមកចឹងណៃទេលក្ខណៈថាគេអៀនបន្តិចអីបន្តិចចឹងណាឲ្យប្រងចង់រត់ទៀតហើយមិនអញ្ចឹងកូនប្រុសគេឡើងកូនស្រីគេអត់មានអៀនសំបីតែបន្តិចហើយឯងកូនប្រុសនេះសំបីតែមុខគេអត់ហ៊ានមើលផងតិចអត់មានគិតខុសហើយតែ fan BL មកចាស់ភាសាហើយមិនអាចមើលខុសទេចឹងណៃយើងក៏បានខូចខ្លាំងមែនតើអ្នកទាំងអស់គ្នានៅពេលដែល Fusi រៀបរត់អញ្ចឹងគាត់ក៏បានថាឲ្យ Fusi ថាអត់ទទួលខុសត្រូវចំពោះគាត់ទេអីប្រងរត់ទៅណាហើយគាត់ហ្នឹងក៏ទាញកត្រាក់ Fusi ឲ្យមកចិត្តគាត់បន្តិចម្ដងនិយាយទៅចឹងណៃរបស់យើងខ្លាហាសាហាវអត់មានខ្លាចអាមកសម្បីតែបន្តិចដល់ពេល Fusi វិញអ្នកទាំងអស់គ្នាឲ្យពេលហ្នឹងឡើងដូចកូនឆ្មាមើលទៅមានអារម្មណ៍ថាគួរអាណិតដល់ហើយ Fusi ចឹងណៃពេលហ្នឹងគឺថាមកអស់ដៃតែម្ដងទាញ Fusi មកអស់ចិត្តទៅណានៅនិយាយពាក្យស៊ីអារម្មណ៍ដែលធ្វើឲ្យ Fusi ហ្នឹងគឺភ័យខ្លាចតែម្ដងយេអ្នកទាំងអស់គ្នាចូលរួមបបអសាទរចាញ់បោក Fusi វិញម្ដង
តាមពិតវាមិនមែនជាការពិតទេវាគ្រាន់តែជាការយល់សប្តិរបស់គាត់តែប៉ុណ្ណោះហើយនៅពេលដែលគេភ្ញាក់ពីយល់សប្តិហើយគេចាប់ផ្ដើមអត់ទទួលស្គាល់ការពិតទេថាហេតុអីបានជាខ្លួនឯងសម័យទៅយល់សប្តិអីឃើញបែបអញ្ចឹងសាច់រឿងបកត្រឡប់ក្រោយទៅការប្រយុទ្ធមិញវិញចឹងណៃពេលហ្នឹងគាត់យកសម្ដីដែលហ្វូស៊ីនិយាយនៅពេលដែលសវងនៅលើផ្លូវហ្នឹងគឺជាការពិតតែម្ដងគាត់គិតថាហ្វូស៊ីហ្នឹងគឺស្អប់គាត់ខ្លាំងណាស់អញ្ចឹងចាប់ពីពេលហ្នឹងទៅគឺគាត់នឹងមិនធ្វើឲ្យហ្វូស៊ីហ្នឹងកាន់តែស្អប់គាត់ទេគឺគាត់ហ្នឹងនឹងនៅឲ្យឆ្ងាយពីហ្វូស៊ីអញ្ចឹងមានន័យថាការប្រយុទ្ធមិញហ្នឹងវាអត់មានរឿងអីដែលបានកើតឡើងដោយដែលហ្វូស៊ីហ្នឹងយកសពនោះទេគឺចឹងណៃហ្នឹងពេលដែលរៀបចំឲ្យហ្វូស៊ីគេងលក់ស្រូបប៊ូហើយហ្នឹងគឺគាត់បានចាក់ចេញទៅវិញបកមកកាន់បច្ចុប្បន្នកាលវិញពេលហ្នឹងហ្វូស៊ីកំពុងតែញ៉ាំអាហារពេលព្រឹកនៅឯក្រុមហ៊ុនជាមួយចឹងយ៉ាវខណៈពេលហ្នឹងចឹងណៃគាត់ក៏បានកាន់អាហារពេលព្រឹករបស់គាត់មកញ៉ាំដែរចឹងយ៉ាវឃើញអញ្ចឹងក៏បានហៅចឹងណៃហ្នឹងឲ្យមករួមតុជាមួយគ្នាដើម្បីញ៉ាំរួមគ្នាហ្វូស៊ីគឺគាត់គេចមកពីចឹងណៃហ្មងគ្រាន់តែឃើញចឹងណៃមកដល់គឺគាត់ញ៉ាំអាហារអត់ទាន់ហើយទេក៏គាត់ថាគាត់នឹងឆ្អែតហើយញ៉ាំហើយគាត់នឹងក៏ដើរចេញទៅកាលពីមុនចឹងណៃ ignore ហ្វូស៊ីឥឡូវហ្វូស៊ី ignore ចឹងណៃមើលទៅស្នេហាពីរនាក់នឹងបានដល់ទីបញ្ចប់ឬអត់នឹងចឹងយ៉ាងហេតុតែជា fanship របស់ពីរនាក់នឹងដល់ពេលឃើញអញ្ចឹងគឺនាងអត់សុខចិត្តទេគឺនាងត្រូវតែរកដំណោះស្រាយដើម្បីជួយពីរនាក់នឹងឲ្យតំណែងនឹងគឺកាន់តែល្អហើយមិនមែនលំទេអ្នកទាំងអស់គ្នាគេសិតតែមានគ្រប់គេពិភាក្សាក្នុងនឹងដើម្បីរកដំណោះស្រាយទឿសាហាវហ្វូស៊ីពេលហ្នឹងគឺគាត់នៅតែគិតមិនយល់ថាហេតុអីយប់មិញគាត់សបិនឃើញចឹងណៃអញ្ចឹងអាចនិយាយបានថាហ្វូស៊ីពេលហ្នឹងគឺគាត់វល់ច្បោកក្នុងចិត្តដែលថាតើគាត់នឹងគិតយ៉ាងណាចំពោះចឹងណៃឲ្យប្រកបឬមួយទៀតហ្នឹងគឺគាត់នឹងដឹងអារម្មណ៍ខ្លួនឯងស្រឡាញ់ចឹងណៃហើយប៉ុន្តែគឺគាត់នឹងអត់ទាន់ហ៊ានទទួលស្គាល់ការពិតនៃអារម្មណ៍មួយហ្នឹងហើយអាមនុស្សកំពុងតែកិច្ចចង់ជួបគ្នាលក្ខណៈថាអត់ដឹងត្រូវប្រឈមមុខបែបណាដល់ពេលជិះចណ្ដើរយន្តបើកមកជួបគ្នាទៀតវាសនាព្រមលិខិតហ្វូស៊ីក៏គ្រាន់តែឃើញចឹងណៃនៅក្នុងចណ្ដើរយន្តភ្លាមគឺគាត់កិច្ចអត់ជិះចណ្ដើរយន្តនឹងតែម្ដងហ្វូស៊ីក៏ធ្វើបែបហ្នឹងពីព្រោះតែគាត់នឹងអត់ទាន់ហ៊ានទទួលស្គាល់អារម្មណ៍ខ្លួនឯងអត់ដឹងថាត្រូវប្រឈមមុខជាមួយចឹងណៃដោយរបៀបណាប៉ុន្តែចឹងណៃគឺក៏អត់បានគិតបែបហ្នឹងទេគាត់គិតថាហ្វូស៊ីធ្វើអញ្ចឹងហ្នឹងគឺមានន័យថាហ្វូស៊ីនឹងស្អប់មុខគាត់អត់ចង់ឃើញគាត់មិនហ្នឹងមិនពួកគាត់ជួបគ្នានៅចណ្ដើរយន្តហើយឥឡូវមកបន្ទប់ទឹកហ្នឹងគឺជួបគ្នាទៀតដោយពាក្យចាស់លពោថាកិច្ចណាស់ជួបណាស់ហើយហ្វូស៊ីគាត់នៅតែធ្វើសកម្មភាពដដែលនឹងឯងគឺធ្វើការកិច្ចមុខពីចឹងណៃការជួបលើកនេះគឺមិនមែនជាការចៃដន្យនោះទេគឺជាការតាំងចិត្តរបស់ចឹងណៃគឺគាត់នឹងចង់មកជួបហ្វូស៊ីនិយាយគ្នាតែម្ដងគឺគាត់ចង់មកប្រាប់ហ្វូស៊ីថាគឺមិនបាច់ឲ្យហ្វូស៊ីហត់នៅក្នុងការកិច្ចមុខគាត់ទេគឺពួកគាត់នឹងមិនបានជួបគ្នាទេដោយសារតែចឹងណៃនឹងត្រូវបានផ្លាស់ទៅអគារមួយទៀតហើយឈប់នៅធ្វើការនៅអគារមួយនឹងជាមួយហ្វូស៊ីទៀតហើយឃើញអត់ហ្វូស៊ីខំតិចទៀតទៅកូនស្រីយកច្រឡំមិនដល់ថ្នាក់គេរើអគារចាញ់ឲ្យដឹងខ្លួនផងไปចាត់បាត់បង់គេទៅបន្ទាប់មកសាច់រឿងក៏កាត់មកដល់ការប្រជុំរវាងក្រុមហ្វូស៊ីនិងក្រុមចឹងណៃហ្វូស៊ីពេលហ្នឹងគឺគាត់កំពុងតែរងចាំមើលចឹងណៃមកប្រជុំអាពេលជួបគេធ្វើឯងកិច្ចមកឥឡូវដល់ពេលគេមិនទាន់មកធ្វើឯងចង់រកជួបគេមកកញ្ញោឃ្លុះលើហើយហ្វូស៊ីតែឲ្យឆ្លាស់មុខហ្វូស៊ីរបស់យើងអញ្ចឹងតើគឺចឹងណាមកប្រជុំតែអ្នកទាំងអស់គ្នាគឺគាត់យកលេខថារវល់ហើយឲ្យជំនួយការស្រីរបស់គាត់នឹងមកប្រជុំជំនួសវិញបន្ទាប់មកសាច់រឿងក៏បកមកកាន់នៅពេលដែលហ្វូស៊ីត្រឡប់មកតបការងាររបស់គាត់វិញហើយបន្ទាប់ពីប្រជុំចំខណៈពេលដែលគាត់កំពុងតែអង្គុយហ្នឹងគាត់ក៏ទទួលបានការផ្ញើសារពីថ្នាក់លើហើយការផ្ញើសារហ្នឹងគឺគេឲ្យគាត់នឹងទៅចូលរួមការតាំងពិព័រណ៍របស់ក្រុមហ៊ុននៅថ្ងៃអាទិត្យហ្នឹងហើយអ្នកដែលទៅជាមួយគាត់ហ្នឹងគឺជាចឹងណៃទៀតជួបទៀតបន្ទាប់មកសាច់រឿងក៏កាត់មកដល់នៅពេលដែលហ្វូស៊ីនិងចឹងណៃគេនៅក្នុងបន្ទប់សន្តាគារជាមួយគ្នាដោយហ្វូស៊ីហ្នឹងគេនៅលើគ្រែហើយចឹងណៃគេនៅលើសាឡុងការដែលពួកគាត់ត្រូវមកគេបន្ទប់ជាមួយគ្នាហ្នឹងគឺដោយសារតែថ្ងៃស្អែកហ្នឹងពួកគាត់មិនត្រូវចូលរួមការតាំងពិព័រណ៍ជាមួយគ្នាហើយកន្លែងហ្នឹងគឺវាឆ្ងាយពីក្រុមហ៊ុនចឹងហើយពួកគាត់ត្រូវធ្វើដំណើរមកមុនដើម្បីសម្រាប់មកយប់សិនចឹងណៃពេលហ្នឹងគឺគាត់គេងលក់បាត់ហើយប៉ុន្តែហ្វូស៊ីវិញគឺនៅមិនសុខទេសឡឹងមើលចឹងណៃផងអីផងគឺអាស័ព្ទអសរក្នុងចិត្តហើយសាច់រឿងក៏កាន់មកដល់ពេលព្រឹកពេលនេះហ្វូស៊ីហើយនឹងចឹងណៃគឺពួកគាត់កំពុងតែបំពេញការងាររបស់ពួកគាត់រៀងៗខ្លួនខណៈពេលដែលហ្វូស៊ីកំពុងតែបំពេញការងារគាត់ទាំងស្វាហាប់ហ្នឹងចឹងណៃរបស់យើងណាគឺលួចមើលហ្វូស៊ីរហូតហើយគ្រាន់តែឃើញហ្វូស៊ីរបស់យើងធ្វើការហត់នឿយតែបន្តិចណាគឺយកកាហ្វេឲ្យអាបងភ្លាមហើយយកឲ្យហើយណាមាននិយាយអីទេដើរទៅតុខ្លួនឯងវិញបានបន្ទាប់មកសាច់រឿងក៏កាត់មកដល់នៅពេលដែលការងារពួកគាត់នឹងត្រូវបានបញ្ចប់ហើយបញ្ចប់ទៅដោយភាពជោគជ័យតែម្ដងហើយដោយដែលអ្នកទាំងអស់គ្នាដឹងស្រាប់អញ្ចឹងការងារអីក៏ដោយគឺតែងតែមានការជួបជុំផឹកស៊ីជានិច្ចឲ្យតែរៀងរាល់ពេលនិយាយការងារឲ្យជោគជ័យខណៈពេលដែលកំពុងតែជួបជុំផឹកស៊ីនឹងដៃគូសហការរបស់ក្រុមហ៊ុននឹងបានអញ្ជើញចឹងណៃរបស់យើងនឹងហូបស្រាមួយកែវប៉ុន្តែចឹងណៃរបស់យើងអ្នកទាំងអស់គ្នាគឺគាត់អត់បានហូបស្រាទេគឺគាត់ហូបតែគាត់សុំជូនគេផឹកជាតែនឹងជំនួសឲ្យស្រាវិញដល់ពេលអញ្ចឹងទៅធ្វើឲ្យអ្នកដែលអញ្ជើញគាត់ផឹកស្រាមិញនឹងមានការអាក់អន់សម្ពន់ចិនហ្វូស៊ីឃើញអញ្ចឹងក៏បានកែប្រែស្ថានភាពដើម្បីជួយអូនរបស់គេគាត់ក៏បានធ្វើការណែនាំចឹងធានរបស់យើងនឹងទៅដៃគូសហការថាតើចឹងធានរបស់យើងនឹងគឺជាអ្នកណាហើយហេតុអ្វីបានជាចឹងធានរបស់យើងនឹងមិនអាចហូបស្រាបានហើយគាត់នឹងក៏សូមផឹកស្រានឹងជំនួសចឹងណៃរបស់យើងវិញបន្ទាប់ពីនោះមកបរិយាកាសក៏ប្រែត្រឡប់ជារីករាយវិញអញ្ចឹងគ្រប់គ្នាគឺផឹកស្រាទៅតែចឹងណៃរបស់យើងគឺផឹកតែ
ហើយការផឹកស្រាក៏បន្តទៅជារឿយៗដែលអត់ឈប់ឈរពីមួយកែវហើយទៅមួយកែវទៀតពីមួយកែវហើយទៅមួយកែវទៀតការផឹកហ្នឹងគឺផឹកពេកហើយដល់ថ្នាក់ហ្វូស៊ីហ្នឹងគឺពេលហ្នឹងគឺគាត់ចាប់ផ្ដើមស្វឹងហើយចឹងណៃក៏បានសង្កេតឃើញហ្វូស៊ីរបស់យើងហ្នឹងស្វឹងដែរចឹងណៃគឺគាត់បារម្ភពីហ្វូស៊ីខ្លាំងមែនតើដោយសារតាមថ្ងៃហ្នឹងពេញហ្នឹងហ្វូស៊ីក៏អត់បានញ៉ាំអីទេហើយឥឡូវត្រូវមកផឹកស្រាច្រើនបែបហ្នឹងទៀតប៉ុន្តែហ្វូស៊ីហ្នឹងក៏បានប្រាប់ចឹងណៃវិញទៅថាកុំឲ្យបារម្ភពីគាត់អីតែខ្លួនឯងហ្នឹងស្វឹងឡើងឡែកហើយជួនជាចៃដន្យពេលហ្នឹងគឺមានដៃគូសហការម្នាក់ហ្នឹងគេប្រុងមកចាក់ស្រាឲ្យហ្វូស៊ីទៀតហើយចឹងណៃរបស់យើងឃើញអញ្ចឹងគឺគាត់សុំផឹកស្រាហ្នឹងជំនួសហ្វូស៊ីវិញម្ដងទោះបីជាខ្លួនឯងផឹកមិនបានប៉ុណ្ណាក៏ដោយតែដើម្បីជួយបងសុខចិត្តលះបងណអញ្ចឹងមូលហេតុដែលចឹងណៃមិនអាចផឹកស្រាបានហ្នឹងអ្នកទាំងអស់គ្នាគឺដោយសារតែគាត់ហ្នឹងអត់ចេះផឹកស្រាទេហ្វូស៊ីពេលហ្នឹងគឺគាត់ថាស្វឹងខ្លាំងរហូតដល់ថ្នាក់ក្អួតហើយក្អួតដាក់ចឹងណៃរបស់យើងដល់ពេលអញ្ចឹងទៅកម្មវិធីជប់ជុំត្រូវបានបញ្ចប់ហើយពួកគាត់ក៏បានត្រឡប់មកបន្ទប់គេវិញការក្អួតរបស់ហ្វូស៊ីមិញមិនត្រឹមតែប្រឡាក់កៅអៅចឹងណៃទេសូម្បីតែកៅអៅខ្លួនគាត់ផ្ទាល់ហ្នឹងក៏ត្រូវបានប្រឡាក់ដែរចឹងណៃឃើញបែបហ្នឹងណាក៏រត់ទៅបន្ទប់ទឹកយ៉ាងលឿនដើម្បីយកកសែងមកសម្អាតអាវឲ្យអាបងភ្លាមហើយគណៈពេលដែលចឹងណៃកំពុងតែសម្អាតអាវឲ្យហ្វូស៊ីហ្នឹងណាគឺកែវភ្នែកហ្វូស៊ីហ្នឹងគឺសម្លឹងមកចឹងណៃរបស់យើងចំតែម្ដងបន្ទាប់ពីគាត់សម្លឹងចឹងណៃអស់មួយសន្ទុះធំហើយហ្នឹងក៏បានសួរចឹងណៃថាហេតុអីបានចឹងណៃមើលថែគាត់ហ្នឹងប្រៀបដូចជាមនុស្សដែលខ្លួនកំពុងស្រឡាញ់អញ្ចឹងចឹងណៃគឺគាត់កិច្ចអត់ឆ្លើយសំណួរហ្នឹងទេហើយគាត់ថាហ្វូស៊ីរបស់យើងហ្នឹងស្វឹងពេកចាញ់បាញ់និយាយច្រើនទេរួចហើយគាត់ក៏នៅតែបន្តសកម្មភាពជូតសម្អាតឲ្យហ្វូស៊ីជាដដែលហ្វូស៊ីពេលហ្នឹងគឺគាត់អស់ការអត់ធ្មត់ហើយគាត់ក៏ទ្រាំលែងបានដែរគឺគាត់ចង់ដឹងឲ្យច្បាស់ថារវាងគាត់ហើយនឹងចឹងណៃយ៉ាងម៉េចឲ្យប្រកបហើយកូនស្រីយើងអ្នកទាំងអស់គ្នានៅពេលដែលបងខឹងឲ្យមកធំដាក់និយាយពីថានៅអត់មានមាត់អីទេគឺនៅឡើងស្ងៀមធ្វើមុខឡើងភ្លឺកំសត់នឹងឯងហើយមកក៏អង្គុយចិត្តអាបងទាំងរបៀបថាខ្លាចអីអញ្ចឹងណាហើយក៏សន្លឹងមកទៅអាបងទាំងភ្លឺនឹងទៅហើយកែវភ្នែកអ្នកទាំងពីរហ្នឹងក៏បានត្របាញ់មករកគ្នាធ្វើឲ្យអារម្មណ៍នៅក្នុងខ្លួនហ្នឹងវាត្រូវបានពុះកញ្ជ្រោលហើយពេលវេលានេះអ្នកទាំងពីរក៏បានដឹងច្បាស់នៅក្នុងចិត្តដែរថាខ្លួនឯងហ្នឹងចង់បានអីហើយចង់ធ្វើអីនៅក្នុងពេលឥឡូវហ្នឹងកូនស្រីរបស់ម៉ែឃើញតែមិនមាត់អញ្ចឹងទេប៉ុន្តែក្លាហាននោះគឺហក់ទៅថើបអាបងមុនតែម្ដងកុំឲ្យនៅសំតប៉ៃឡតច្រើនពេកហើយកុំឲ្យ fan នឹងស្ទះខ្យល់តែស្ដាយដែរថើបនៅបានយូរសោះថើបតផ្លែតឈប់បាត់លក្ខណៈថាគេដឹងស្មារតីត្រឡប់មកវិញអញ្ចឹងណាហ្វូស៊ីនេះនៅពេលដែលត្រូវបានគេចាប់ថើបអញ្ចឹងអាចិត្តខឹងមិញទៅចាក់វិញអស់ហើយលែងខឹងលែងអីអស់ហើយហ្វូស៊ីក៏បានសួរទៅកាន់ចឹងណៃថាឥឡូវហ្នឹងពួកគាត់ទាំងពីរអ្នកហ្នឹងបានថើបគ្នាហើយចុះស៊ូឆឹងហ្នឹងតើចឹងណៃនឹងគិតមិនវិញហើយតាមក៏ពិតទៅអ្នកទាំងអស់គ្នាគឺហ្វូស៊ីរបស់យើងហ្នឹងយកច្រឡំទេរវាងចឹងណៃហើយនឹងស៊ូឆឹងហ្នឹងគឺអត់មានពាក់ព័ន្ធអីនឹងគ្នាឡើយពួកគាត់ទាំងពីរអ្នកហ្នឹងគឺជាបងប្អូនចដូនមួយនឹងគ្នាហើយការដែលចឹងណៃទៅចូលរួមកម្មវិធីហ្នឹងគឺដោយសារតែស៊ូឆឹងហ្នឹងបបួលដើម្បីកុំឲ្យនាងហ្នឹងទៅតែម្នាក់ឯងហ្វូស៊ីក៏បានសួរចឹងណៃបន្តថាហេតុអីហ្នឹងចឹងណៃតែងតែគេចមុខពីគាត់ចឹងណៃក៏ឆ្លើយថាដោយសារតែគាត់គិតថាហ្វូស៊ីហ្នឹងគឺស្អប់គាត់ហ្វូស៊ីលើហើយគាត់ក៏ហួចចិត្តទៅមកអាគេមិនបានស្អប់ផងគាត់តែឯងប៉ុន្តែកាលមុនស្អប់មែនតែឥឡូវគេឈប់ស្អប់ហើយចឹងណៃនៅពេលដែលឃើញទឹកមុខអាបងចាប់ផ្ដើមខឹងទីហ្នឹងគេក៏ចាប់ផ្ដើមនិយាយសម្ដីឡើងផ្អែមទៅគេថាប៉ុន្តែណាគឺរាល់ពេលដែលគេឃើញហ្វូស៊ីហ្នឹងគឺគេអត់អាចហាមចិត្តខ្លួនឯងបានទេគឺចង់តែទៅស្និទ្ធស្នាលហ្នឹងជាមួយហ្វូស៊ីហើយហ្វូស៊ីកន្លែងហ្នឹងធ្វើចរិតឡើងដូចកូនស្រីគេថាម៉ែនអីដើម្បីហើយចឹងណៃរបស់យើងហ្នឹងក៏បានងក់ក្បាលដែលជាសញ្ញាថាវាគឺជាការពិតដល់ពេលអញ្ចឹងអ្នកទាំងអស់គ្នាមើលគេឲ្យញឹមគេអូយអ្នកទាំងអស់គ្នាទីបំផុតកូនប្រុសកូនស្រីរបស់យើងគេបានយកចិត្តគ្នាហើយគេឈប់យកច្រឡំគ្នាទៅវិញទៅមកទៀតហើយម្ដាយនេះឡើងចង់ស្ទះទ្រូងតម្រាំតកូនយកចិត្តគ្នាហើយបន្ទាប់ពីយកចិត្តគ្នាអញ្ចឹងហើយអ្នកទាំងអស់គ្នាលេងហ្វូស៊ីនឹងហក់ទៅថើបចឹងណៃឡើងខ្លាំងតែម្ដងប្រៀបដូចជាលក្ខណៈថាអត់ឃ្លានខ្លាំងមែនតែនត្មងណាប៉ុន្តែមុននឹងគេធ្វើសកម្មភាពដែលអត់មានមិនអាចសម្រេចបានហ្នឹងគឺហ្វូស៊ីនឹងបានសុំសំណូមពរមួយពីចឹងណៃសិនគឺគាត់នឹងសុំឲ្យចឹងណៃនឹងចូលរួមការប្រកួតប្រជែងសម្រាប់តំណែងជា director នឹងឡើងវិញគឺគាត់អត់ចង់ឈ្នះចឹងណៃដោយវិធីសាស្ត្របែបហ្នឹងទេគឺគាត់ចង់ឈ្នះដោយយុត្តិធម៌ហើយបន្ទាប់ពីនិយាយត្រូវគ្នាហើយហ្នឹងកូនយើងទាំងពីរហ្នឹងក៏បានចាប់ផ្ដើមធ្វើសកម្មភាពដែល admin មិនអាចសម្រេចបាន បន្ទាប់មកសាច់រឿងរបស់យើងក៏ឈានចូលមកដល់ពេលព្រឹក ហ្វូស៊ីកំពុងតែសម្លឹងមើលចឹងណៃជាទីស្រឡាញ់របស់គាត់គឺគេនៅក្បែរគាត់ពេលនេះគឺជាការពិតគឺគាត់មិនបានយកសពទិសនោះទេដល់ពេលគាត់សម្លឹងសក់ហ្នឹងក៏បាននឹកឃើញថាគឺគាត់នឹងធ្លាប់ប្លុកចឹងណៃជាមួយនឹងវីឆាតពេលហើយគាត់ក៏យកទូរស័ព្ទរបស់គាត់នឹងដើម្បីមកដោះប្លុកនឹងចេញវិញហើយតាមការពិតទៅអ្នកទាំងអស់គ្នារឿងហ្នឹងគឺថាយកច្រឡំរហូតតែម្ដងសូម្បីតែ account WeChat ហ្នឹងក៏ហ្វូស៊ីច្រឡំដែរ account WeChat ដែលហ្វូស៊ីប្លុកហ្នឹងវាមិនមែនជា account របស់ចឹងណៃនោះទេ
account ដែល Fuji តែតែគិតថាគឺជា account របស់ចឹងយ៉ាវទៅវិញទេដែលជា account ពិតរបស់ចឹងណៃហើយទីបំផុតពេលនេះគឺ Fuji គាត់បានដឹងខ្លួនហើយថាអ្នកដែលគាត់ផ្ញើសារទៅសារភាពស្នេហ៍នោះគឺជាចឹងណៃមិនមែនជាចឹងយ៉ាវនោះទេហើយដល់ពេលអញ្ចឹងទៅណាប្រពន្ធគេនឹងចាប់ផ្ដើមរករឿងបន្តិចហើយដោយសារតែដំបូងគឺ Fuji មិនស្រឡាញ់ចឹងយ៉ាវឥឡូវហ្នឹងគឺចឹងណៃក៏បានសួរទៅកាន់ Fuji ថាឥឡូវហ្នឹងតើរវាងចឹងណៃហើយនឹងចឹងយ៉ាវតើគាត់ជ្រើសរើសយកមួយណាហើយស្រឡាញ់មួយណាហើយអ្នកទាំងអស់គ្នាគូតែដឹងណាថាចម្លើយរបស់គាត់គឺជាអ្នកណាណោះចឹងយ៉ាវឬចឹងណៃគ្មានផុតពីចឹងណៃទេត្រូវអត់ហើយពីរអ្នកនេះនិយាយពីថាពេលនៅឆ្លោះគ្នាមុខមិនចង់មើលទេម៉ែដល់ពេលបានត្រូវគ្នាអើយស្លឹកស្កតាំងម៉ែបន្ទាប់មកសាច់រឿងក៏កាត់មកដល់នៅពេលដែលពួកគាត់នឹងត្រូវឡើងចណ្ដើរយន្តដើម្បីទៅធ្វើការនៅឯក្រុមហ៊ុនទៀតហើយការពីមុនណាគេស្អប់គេចង់ជិះចណ្ដើរយន្តមួយគ្នាទេប៉ុន្តែឥឡូវណាគឺគេជិះជាមួយគ្នាឡើងទៅសងហើយមិនត្រឹមតែប៉ុណ្្នឹងទេដៃរបស់គេនឹងគឺថានៅអត់ស្ងៀមទេគេកោះគៀវគ្នារកកាន់គ្នានឹងឯងហើយកោះគៀវគ្នានៅចណ្ដើរយន្តមិនអស់ចិត្តណានៅមកធ្វើអីប្រទេសផ្ដាល់នៅបន្ទប់ប្រជុំទៀតនិយាយពីថាអត់របៀបសាហាវខ្ញុំសូមកាត់ការកូនពីអ្នកនេះចោលហើយព្រោះថាអត់របៀបពេកដោយដែលដឹងស្រាប់អញ្ចឹងថាកន្លែងនេះគឺជាក្រុមហ៊ុនវាគឺជាទីសាធារណៈមិនមែនដូចជាផ្ទះសុវត្ថិភាពរបស់យើងទេអញ្ចឹងហើយការធ្វើសកម្មភាពទាំងអស់ហ្នឹងវាមិនគួរគប្បីកើតឡើងឡើយពីព្រោះថាវានឹងធ្វើឲ្យដាច់ចង្វាក់អញ្ចឹងណាដោយសារតែគេនឹងមករំខានប៉ុន្តែក៏មិនថ្មីសម្រាប់ពួកគាត់ដែរដោយសារតែពួកគាត់ហ្នឹងក៏ប៉ិនសម្ដែងសាហាវនៅពេលដែលគេចូលមកដល់ហ្នឹងធ្វើដូចជាគ្មានរឿងអីកើតឡើងអញ្ចឹងហើយមិនត្រឹមតែប៉ុណ្្នឹងទេនៅពេលដែលការប្រជុំកើតឡើងធីមរបស់ចឹងណៃនិងធីមរបស់ Fuji បុគ្គលិកកូនចៅក៏ទៅពីឆ្លោះគ្នាតាដល់ពេលមេវិញ My God ក៏មើលក្រោមតុកជើងគេឡើងក្បាលខូចហ្មងហើយរឿងដែលបានកើតឡើងបន្ទាប់ពីប្រជុំហើយគឺគេមកណាត់ជួបគ្នា private នៅឯកម្មចន្ទាហើយគេមកណាគឺគេមកដាក់ទោសគ្នាទៅវិញទៅមកអ្នកទាំងអស់គ្នាដោយសារតែប្រជុំមិញហ្នឹងគឺក្រុមទាំងពីរហ្នឹងនិយាយការងារគ្នាអត់ត្រូវទេហើយនេះហើយអ្នកទាំងអស់គ្នាគឺជារបៀបដាក់ទោសរបស់អ្នកទាំងពីរនិយាយពីថារបៀបដាក់ទោសដែលថាខ្ញុំទទួលយកមិនបានក្នុងនាមជាអ្នកសម្រាយហើយភាពផ្អែមល្ហែមរបស់អ្នកទាំងពីរហ្នឹងអ្នកទាំងអស់គ្នាគឺត្រូវបានដៃគូប្រកួតប្រជែងតំណែងជា director របស់ពួកគាត់ហ្នឹងបានមើលឃើញសកម្មភាពទាំងអស់ហ្នឹងម្នាក់ហ្នឹងក៏បានថតសកម្មភាពទាំងអស់ហ្នឹងទុករួចហើយក៏បានបង្ហាញព័ត៌មានទាំងអស់ហ្នឹងទៅកាន់អ្នកដទៃផ្សេងៗទៀតដែលនៅក្នុងក្រុមហ៊ុនពេលហ្នឹងមនុស្សគ្រប់គ្នាដែលធ្វើការនៅក្នុងក្រុមហ៊ុនមួយហ្នឹងគឺបានដឹងរឿងរវាងចឹងណៃនិង Fuji ហើយពួកគេចាប់ផ្ដើមនិយាយមិនល្អអំពីចឹងណៃនិង Fuji ក៏មានការចម្លែកចិត្តនៅពេលដែលមិត្តរួមការងារផ្សេងៗមើលមកគាត់បែកខ្សែភ្នែកចម្លែកហើយនិយាយអីចម្លែកប៉ុន្តែនៅពេលដែលគាត់មកដល់តុក្រុមហ៊ុនរបស់គាត់ហើយបើកកុំព្យូទ័រដើម្បីមើលគ្រប់នៅក្នុងក្រុមហ៊ុនរបស់គាត់ទើបគាត់ដឹងថាមានរឿងអីកើតឡើងចំពោះគាត់មនុស្សមួយចំនួនដែលនៅក្នុងក្រុមហ៊ុននឹងធ្វើជារើសអើងពួកគាត់ហាក់ដូចជាស្អប់ខ្ពើមដែលពួកគាត់គឺជាកេមាត់និយាយពាក្យថាស្អប់ខ្ពើមប៉ុន្តែបែរជាមានកំណត់ចង់កេងចំណេញលើ Fuji របស់យើងទៅវិញដោយពួកនឹងមានកំណត់ថាពពោ Fuji នឹងចឹងណៃរបស់យើងទៅផឹករួចហើយធ្វើការបៀតបៀនរាងកាយអីបែបហ្នឹង Fuji ពេលហ្នឹងគឺគាត់ទ្រាំមិនបានទេក៏គាត់ក៏បានម្លេះថាឲ្យពីរអ្នកដែលថាឲ្យគាត់នឹងតែម្ដងទៅគាត់ថាទោះបីជាគាត់ជាកេក៏ដោយប៉ុន្តែស្តង់ដាររបស់គាត់នឹងគឺខ្ពស់ណាស់គឺគាត់មិនត្រូវការប្រភេទមនុស្សប្រុសធន់អន់ដោយអាចឆ្កែពីរអ្នកនឹងទេដាក់ទៅ Fuji ដាក់ទៅមនុស្សធន់អញ្ចឹងមិនបាច់ទុកមុខទុកមាត់អីឲ្យទេពីរអ្នកហ្នឹងនៅពេលដែលត្រូវ Fuji ថាឲ្យខ្លាំងអញ្ចឹងមានណាចេះខ្លាចដែរតើក៏រត់ទៅបាត់ទៅរីឯចឹងណៃវិញពេលនេះហាក់ដូចជាមានញាណពិសេសដែលដឹងថា Fuji កំពុងតែជួបរឿងអីអញ្ចឹងក៏បានផ្ញើសារមកកាន់ Fuji លើកទឹកចិត្តថាកុំឲ្យ Fuji គឺបារម្ភពីអ្វីទាំងអស់គឺមានគាត់នៅហ្នឹងហើយច្បាស់ណាស់ថាមិនឲ្យ Fuji មានរឿងអីទាំងអស់ Fuji បន្ទាប់ពីគាត់អានសារដែលចឹងណៃផ្ញើមកឲ្យគាត់ហើយហ្នឹងគាត់ក៏បានមកជួបអគ្គនាយករបស់ក្រុមហ៊ុនគាត់មកនិយាយជាមួយអគ្គនាយកថារឿងរ៉ាវដែលបានកើតឡើងទាំងអស់ហ្នឹងគឺជាកំហុសរបស់គាត់តែម្នាក់ឯងទេគឺវាអត់មានពាក់ព័ន្ធអីជាមួយនឹងចឹងណៃឡើយគាត់នឹងដាក់ពាក្យសុំឈប់ពីក្រុមហ៊ុនប៉ុន្តែសុំឲ្យអគ្គនាយកហ្នឹងកុំដេញចឹងណៃចេញពីក្រុមហ៊ុនអីព្រមទាំងសុំឲ្យអគ្គនាយកជួយប្រម៉ូទចឹងណៃខ្លាយទៅជា director ផងពីព្រោះថាចឹងណៃរបស់យើងពិតជាធ្វើការបានល្អនិងខិតខំធ្វើការខ្លាំងមែនតើតាមពិតទៅណានៅមុនពេលដែល Fuji មកនិយាយជាមួយនឹងអគ្គនាយកហ្នឹងគឺចឹងណៃបានមកនិយាយជាមួយនឹងអគ្គនាយករួចរាល់បាត់ទៅហើយនិយាយដោយអ្វីដែល Fuji បាននិយាយទៅកាន់អគ្គនាយកអញ្ចឹងនិយាយថានៅពេលដែលគេស្រឡាញ់គ្នាពិតណាគឺគេសុខចិត្តទម្លាក់កំហុសគ្រប់យ៉ាងមកខ្លួនឯងតែម្នាក់ឯងដើម្បីឲ្យដៃគូខ្លួនឯងនឹងជោគជ័យអាហ្នឹងបានគេហៅថាស្នេហាពិតអគ្គនាយកគាត់ថាគាត់សុំពេលគិតរឿងទាំងអស់ហ្នឹងសិនហើយគាត់នឹងក៏ឲ្យ Fuji នឹងត្រឡប់ទៅវិញសិនទៅនេះអ្នកទាំងអស់គ្នាមុខអាអ្នកដែលវាថតវីដេអូឲ្យបង្ហោះតាមពិតវាក៏ជាបេក្ខភាពមួយនៅក្នុងការប្រកួតប្រជែងយកតំណែងជា director ដែរការដែលវាធ្វើបែបហ្នឹងគឺដើម្បីបង្ខូចឈ្មោះចឹងណៃនិង Fuji របស់យើងធ្វើឲ្យគេដកពួកគាត់ទាំងពីរអ្នកហ្នឹងពីការប្រកួតប្រជែងអញ្ចឹងតំណែងជា director មិនធ្លាក់មកលើវាបកមកកាន់ Fuji និងចឹងណៃវិញពេលហ្នឹង Fuji ក៏บอกថាឲ្យចឹងណៃពីព្រោះចឹងណៃបានទៅនិយាយជាមួយអគ្គនាយកហើយថាឲ្យគេអីបើខ្លួនឯងហ្នឹងក៏និយាយដែរសោះហ្នឹងខ្លួនឯងចេះលះបង់ដើម្បីគេចុះគេហ្នឹងមិនអាចលះបង់ដើម្បីខ្លួនឯងវិញបានទេអីស្រឡាញ់គូពួកគាត់មួយទោះបីជាមានបញ្ហាបែបណាក៏ដោយ
ហើយក៏ពួកគាត់នឹងអត់បោះបង់ចោលគ្នាដែរហើយកាន់ដៃគ្នាបន្តទៅមុខជាមួយគ្នាអែមខ្លាំងមែនទែនចំពោះបញ្ហាដែលបានកើតឡើងនេះចឹងយ៉ាវដែលជា fancy Fusi នឹងចឹងណៃគឺនាងមិនអាចនៅស្ងៀមបានឡើយគាត់ហើយនឹងធីមរបស់គាត់ស្រីៗពីរនាក់ទៀតនឹងក៏បានមូលមតិគ្នាដើម្បីជួយចឹងណៃនឹង Fusi របស់យើងបន្ទាប់មកពួកគាត់ក៏ចាប់ផ្ដើមផ្ដល់មតិនិង feedback អំពីការប្រឹងប្រែងរបស់ Fusi នឹងចឹងណៃនិងគុណសម្បត្តិរបស់ពួកគាត់ផ្សេងៗចូលទៅក្នុងការ complain របស់ក្រុមហ៊ុនក្នុងនោះដែរមិនមែនតែពួកគាត់3នាក់ទេសមាជិកបុគ្គលិកជាច្រើនដែលនៅក្នុងក្រុមហ៊ុនក៏បានជួយចឹងណៃនឹង Fusi របស់យើងដែរដោយសារតែចឹងណៃនឹង Fusi នៅក្នុងក្រុមហ៊ុនហ្នឹងគឺគាត់ពិតជាមនុស្សល្អខ្លាំងមែនទែនហើយការងាររបស់គាត់ក៏ល្អហើយខំប្រឹងប្រែងទៅពេលចឹងបុគ្គលិកជាច្រើនគឺមានការស្រឡាញ់ពួកគាត់ទោះបីជាពួកគាត់មានការស្រឡាញ់ភេទដូចគ្នាក៏អត់មានការរើសអើងដែរប៉ុន្តែក៏មានមនុស្សមួយចំនួនតូចនៅក្នុងក្រុមហ៊ុនអត់ចូលចិត្តពួកគាត់ដូចគ្នារាល់ការបញ្ចេញមតិរបស់គ្រប់គ្នាដែលនៅក្នុងក្រុមហ៊ុនអគ្គនាយកក៏បានឃើញនិងដឹងឮដែរហើយការខំប្រឹងប្រែងរបស់ពួកគាត់ក៏ដូចជាភាពល្អរបស់ចឹងណៃនិង Fusi ក៏មិនបានសាបរលាបទៅណានោះដែរលទ្ធផលនោះគឺពួកគាត់មិនត្រូវបានបណ្តេញចេញពីក្រុមហ៊ុននោះទេហើយថែមទាំងតំណែងជា director បានទៅលើ Fusi របស់យើងទៀតផងដល់ពេលអាមួយនេះវិញឲ្យវាសក់ញ័រឲ្យសមមុខហែងអាមនុស្សអាក្រក់បន្ទាប់ពីរឿងអាក្រក់កណ្ដងផុតទៅនឹងរឿងល្អក៏បានត្រឡប់ចូលមកវិញពេលនេះចឹងណៃនិង Fusi នឹងគឺចាប់ផ្ដើមស្អិតរមួតជាមួយនឹងគ្នាទៀតហើយឥឡូវហ្នឹងគឺថាស្អិតរមួតបែបលក្ខណៈថាអត់ទៅក្បាលអ្នកណាហើយក៏មិនបាច់ភ័យថាខ្លាចអ្នកណានឹងដឹងដែរពីព្រោះថានៅក្នុងក្រុមហ៊ុនអ្នកណាក៏គេដឹងដែរអញ្ចឹងអត់មានអីត្រូវខ្លាចទេអរគុណដល់អាចារ្យចឹងយ៉ាយខ្លាំងមែនតើដែលធ្វើឲ្យមកគូនេះបញ្ចប់ទៅដោយ happy ending ហើយអាចារ្យក៏សប្បាយចិត្តមិនខុសពីអ្នកទាំងអស់គ្នាដែរពីព្រោះថាគូដែលគាត់ស៊ីបហ្នឹងវាខ្លាចតែជាការប៉ិនសាច់រឿងរបស់យើងក៏បានត្រូវបញ្ចប់ដោយប៉ុណ្ណេះដែរសង្ឃឹមថារឿងនេះនឹងជួយលួងអ្នកទាំងអស់គ្នាពីរឿងមុនណាដោយសារថារឿងនេះគឺថាទឹកខ្មុំជាគ្នាតែម្ដងហើយក៏អរគុណ fan ដែរដែលគាត់បាន comment រឿងហ្នឹងឲ្យ admin អញ្ចឹងណា admin អត់ដឹងរឿងហ្នឹងទេដល់ពេលគាត់ comment ទៅ admin ក៏បានចូលទៅមើលដល់ពេលមើលហើយមានអារម្មណ៍ថាវ៉ាវតំណងខ្លាំងមែនតើហើយក៏ល្អមើលក៏ដាច់ចិត្តថាសម្រាយឲ្យអ្នកទាំងអស់គ្នាទៅជាទៅ admin អត់នឹកស្មានថាអាចមាន BL ចិនដែលចេញលក្ខណៈបែបអញ្ចឹងណាគឺអត់ដែលសម័យថានឹងមានសោះដល់ពេលមានអញ្ចឹងមានអារម្មណ៍ថារំភើបម្យ៉ាងដែរពីព្រោះដូចដែលអ្នកទាំងអស់គ្នាដឹងស្រាប់ហើយថា BL ចិនគឺថាតឹងរ៉ឹងខ្លាំងមែនតើអញ្ចឹង admin សូមបញ្ចប់តែត្រឹមនេះយើងនឹងជួបគ្នានៅការសម្រាយរឿងថ្មីដោយមិនដឹងពេលវេលានៅពេលណា